ជំរាបសួរលោកស្រីនាងកញ្ញាអរគុណភក្តីភាពរបស់លោកអ្នកនាងដែលបានបើកស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ AFE នៅពេលនេះម៉ោង 7 ព្រឹកកម្មវិធីព័ត៌មានដោយសឿងភិរៈអ្នកនេសាទ4នាក់ដែលត្រូវបានក្រុមចៅសមុទ្រដោះលែងបានមកដល់ប្រទេសកម្ពុជាហើយគណៈបក្សសង្គ្រោះជាតិនិងរដ្ឋសភានឹងរួមគ្នារៀបចំបុណ្យសពលោកប៉ែនសវណ្ណអ្នកវិភាគចាត់ទុកមរណភាពលោកប៉ែនសវណ្ណស្មើនឹងការបាត់បង់អាចកំបាំងនៃប្រវត្តិសាស្ត្រយុវជនម្នាក់ត្រូវចាប់ខ្លួនព្រោះដាក់បណ្ដាសានាយករដ្ឋមន្ត្រីគេជាមួយឪពុកម្ដាយកាត់បន្ថយហានិភ័យទារកដេកស្លាប់អត់មូលហេតុវាសនាមិនទៀងនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរួមអឺរ៉ុបកាណាដាទើបចុះបើទោះបីជាចុះហត្ថលេខាហើយ RFIអ្នកនេសាទទាំង4រូបដែលត្រូវបានក្រុមចៅសមុទ្រដោះលែងបានមកដល់ប្រទេសកម្ពុជាវិញកាលពីម្សិលមិញការដោះលែងនេះគឺដោយសារតែមានការសម្របសម្រួលពីអាជ្ញាធរកម្ពុជានេះបើតាមលោកជុំសន្តិរីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកជុំសន្តិរីបន្តទៀតថាកម្ពុជាបានសហការជាមួយអាជ្ញាធរហ្វីលីពីនក្នុងការនាំអ្នកនេសាទទាំង4នាក់ត្រឡប់មកវិញសូមបញ្ជាក់ថាចៅសមុទ្រសូម៉ាលីបានដោះលែងចំណាប់ខ្មាំងជនជាតិអាស៊ីសរុបចំនួន26រូបដែលបានចាប់ខ្លួនអស់រយៈពេល75ឆ្នាំបន្ទាប់ពីបានកាន់កាប់នាវានេសាទរបស់ពួកគេហើយនាវាពាណិជ្ជកម្មចុងក្រោយនេះត្រូវបានរឹបអូសយកបាននៅក្នុងការប្លន់នាវាសមុទ្រមន្ត្រីជាន់ខ្ពស់គណៈបក្សសង្គ្រោះជាតិបានលើកឡើងថាគណៈកម្មការរៀបចំបុណ្យសពរបស់រដ្ឋសភានិងគណៈកម្មការរបស់គណៈបក្សសង្គ្រោះជាតិនឹងជជែកគ្នាដើម្បីរៀបចំពិធីហែសពពីខេត្តតាកែវមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី2ខែវិច្ឆិកាខាងមុខសពលោកប៉ែនសវណ្ណនឹងតម្កល់ទុកនៅវត្តឋានរាជធានីភ្នំពេញមុននឹងបូជាលោកម៉ៅមុនីវ៉ាន់អនុប្រធានគណៈកម្មការរៀបចំបុណ្យសពលោកប៉ែនសវណ្ណបានប្រាប់វិទ្យុបារាំងអន្តរជាតិថាគណៈកម្មការរៀបចំបុណ្យសពទាំងពីរនឹងរៀបចំបុណ្យសពលោកប៉ែនសវណ្ណលោកបញ្ជាក់ថាលោកចាមបញ្ញរិទ្ធត្រូវបានរដ្ឋសភាចាត់តាំងជាប្រធានគណៈកម្មការបុណ្យសពនេះហើយគណៈបក្សសង្គ្រោះជាតិគឺមានលោកពលហំជាប្រធានគណៈកម្មការទាំងពីរនឹងពិភាក្សាគ្នាដើម្បីរៀបចំពិធីហែសពពីខេត្តតាកែវទៅរាជធានីភ្នំពេញឲ្យស័ក្តិសមនឹងកិត្តិយសរបស់លោកប៉ែនសវណ្ណលោកបន្ថែមថាសពលោកប៉ែនសវណ្ណនឹងត្រូវហែទៅរាជធានីភ្នំពេញនៅពេលព្រឹកថ្ងៃទី2ខែវិច្ឆិកាហើយតម្កល់ទុកក្នុងវត្តឋានរាជធានីភ្នំពេញដើម្បីឲ្យប្រជាពលរដ្ឋមកគោរពយ៉ាងណាមិញអនុប្រធានគណៈកម្មការរៀបចំបុណ្យសពនេះបានឲ្យដឹងថាមិនទាន់មានការកំណត់ពីពេលវេលាជាក់លាក់នៅឡើយទេចំពោះការបូជាសពលោកប៉ែនសវណ្ណមរណភាពរបស់លោកប៉ែនសវណ្ណអតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាស្មើនឹងការបាត់បង់អាថ៌កំបាំងនៃប្រវត្តិសាស្ត្រមួយដ៏សំខាន់នេះគឺជាការមើលឃើញរបស់អ្នកតាមដានការងារសង្គមនិងនយោបាយសម្រាប់ពួកគេលោកប៉ែនសវណ្ណគឺជាអ្នកនយោបាយមួយរូបដែលដឹងច្បាស់ពីប្រវត្តិសាស្ត្ររំដោះកម្ពុជាចេញពីការគ្រប់គ្រងរបស់ប្រទេសវៀតណាមយើងស្ដាប់អេងគឹមហុងលោកស្រីជាវណ្ណាតអ្នកតាមដានសង្គមនិងនយោបាយចាត់ទុកមរណភាពលោកប៉ែនសវណ្ណស្មើនឹងការបាត់បង់ប្រវត្តិសាស្ត្រពងសាវតារនៃមនុស្សរស់ព្រោះលោកប៉ែនសវណ្ណធ្លាប់លើកឡើងពីប្រវត្តិសាស្ត្រនានាដែលអ្នកឯទៀតមិនបានដឹងនិងស្វែងយល់ចំពោះអ្នកស្រីជាវណ្ណាតលោកប៉ែនសវណ្ណគឺជាមនុស្សស្នេហាជាតិហ៊ានជាប់គុកយ៉ាងវេទនាជាង10ឆ្នាំនៅប្រទេសវៀតណាមស្រដៀងគ្នានេះលោកសចន្ទថាអ្នកតាមដានសង្គមនិងនយោបាយយល់ឃើញប្រហាក់ប្រហែលលោកស្រីជាវណ្ណាតដែរលោកសចន្ទថាមានការសោកស្ដាយជុំវិញមរណភាពលោកប៉ែនសវណ្ណស្មើនឹងការបាត់បង់អ្នកស្នេហាជាតិមួយរូបព្រោះមរណភាពរបស់លោកប៉ែនសវណ្ណបាននាំទៅជាមួយនៅអ្វីដែលជាអាថ៌កំបាំងប្រវត្តិសាស្ត្រដែលកូនខ្មែរមិនបានដឹងលោកសចន្ទថាចង់ឃើញការលះបង់របស់អ្នកនយោបាយខ្មែរដោយលោកប៉ែនសវណ្ណដែលឡែកលោកពេជ្រស្រស់ប្រធានគណៈបកយុវជននិងជាអ្នកនយោបាយខ្មែរចំនួនក្រោយយល់ឃើញថាការបាត់បង់លោកប៉ែនសវណ្ណគឺជាការបាត់បង់បិតាសន្តិភាពដែលកម្រើរកបានព្រោះលោកបានទាមទារផ្ដួលរលំរបបខ្មែរក្រហមសម្រាប់លោកពេជ្រស្រស់អ្នកនយោបាយទាំងអស់គួរយកគំរូតាមលោកប៉ែនសវណ្ណធ្វើការងារដើម្បីជិតលុះដល់ជីវិតសូន្យសម្រាប់លោកយឹមសុវណ្ណអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិថាមរណភាពលោកប៉ែនសវណ្ណគឺជាការបាត់បង់នៃនយោបាយជាន់ខ្ពស់មួយរូបនៅក្នុងគណៈបកសង្គ្រោះជាតិលោកប៉ែនសវណ្ណបានប្រម៉ែលប្រមូលមនុស្សជាច្រើនដើម្បីមកគាំទ្រគណៈបកសង្គ្រោះជាតិលោកយឹមសុវណ្ណថាការលះបង់របស់លោកប៉ែនសវណ្ណគឺជាគំរូសម្រាប់ក្មេងជំនាន់ក្រោយដែលឡែកសម្រាប់លោកសុកអេសានអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាក៏បានចូលរួមសោកស្ដាយផងដែរជុំវិញមរណភាពរបស់លោកប៉ែនសវណ្ណប៉ុន្តែលោកមិនបានធ្វើការអត្ថាធិប្បាយឲ្យបានលម្អិតជុំវិញសកម្មភាពរបស់លោកប៉ែនសវណ្ណមិនថាកាលពីអតីតកាលនិងពេលបច្ចុប្បន្ននោះទេ
នៅឆ្នាំ2016នេះកម្ពុជាបានបណ្ដេញជនបរទេសខុសច្បាប់បានចំនួន2964នាក់មានស្រីចំនួន634នាក់ក្នុងចំណោម56សញ្ជាតិយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃចំនួនជនបរទេសខុសច្បាប់ដែលត្រូវបានបណ្ដេញចេញមានចំនួនតិចជាងកាលពីឆ្នាំ2015នៅក្នុងឆ្នាំ2015កម្ពុជាបានបណ្ដេញជនបរទេសខុសច្បាប់បានចំនួន6978នាក់ក្នុងនោះមានស្រីចំនួន918នាក់ក្នុងចំណោមជនបរទេសខុសច្បាប់49សញ្ជាតិនៅល្ងាចថ្ងៃទី29ដុល្លារព្រះរាជអាជ្ញារងសាលាដំបងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់យុវជនម្នាក់ដែលបានបង្ហោះវីដេអូតាម Facebook ដែលបានជេរដាក់បណ្ដាសាប្រមាថអាយុជីវិតលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រមុខរដ្ឋាភិបាលខ្មែរយុវជននោះត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសគឺគំរាមកំហែងថានឹងសម្លាប់និងញុះញង់ឲ្យមានការរើសអើងតាមមាត្រា233និងមាត្រា496នៃក្រមព្រហ្មទណ្ឌកម្ពុជាវ៉ាន់សុគន្ធារាយការណ៍យុវជនម្នាក់នេះមានឈ្មោះថាសាមភិបអាយុ27ឆ្នាំជាអ្នករស់នៅក្នុងស្រុកស៊ីថូកណ្ដាលខេត្តព្រៃវែងគាត់ត្រូវបានអាជ្ញាធរខេត្តព្រៃវែងចាប់ខ្លួននៅក្នុងផ្ទះរបស់គាត់តែម្ដងនិងបានបញ្ជូនខ្លួនមកកាន់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី27ខែតុលាហើយកាលពីថ្ងៃសៅរ៍ម្សិលមិញទើបអាជ្ញាធរសម្រេចបញ្ជូនជននេះមកកាន់តុលាការដើម្បីធ្វើការសាកសួរនិងចោទប្រកាន់បាទតាមអាជ្ញាធរខេត្តយុវជនម្នាក់នេះហាក់បីដូចជាបានដឹងខ្លួនរួចជាស្រេចថាអាជ្ញាធរនឹងចាប់ខ្លួនគេព្រោះតែរឿងអ្វីនោះបើតាមតុលាការការចាប់ខ្លួននិងការចាប់ប្រកាន់ទៅលើយុវជន30ភាពនេះគឺដោយសារតែយុវជនអ្នកខេត្តព្រៃវែងរូបនេះបានបង្ហោះវីដេអូឃ្លីបនៅតាមបណ្ដាញសង្គម Facebook ដោយដាក់បណ្ដាសាប្រមាថអាយុជីវិតរបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនពីប្រទេសថៃជាទីកន្លែងដែលរូបគេបានទៅធ្វើការនៅទីនោះយ៉ាងណាក៏ដោយតុលាការមិនបានបង្ហាញលម្អិតថាតើយុវជនរូបនេះដាក់បណ្ដាសាប្រមាថជីវិតរបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនយ៉ាងដូចម្ដេចខ្លះនោះទេសម្រាប់សម្រួលទៅតុលាការក្រុងភ្នំពេញបានសម្រេចចោទប្រកាន់យុវជន30ភាពពីបទគំរាមកំហែងថានឹងសម្លាប់និងញុះញង់ឲ្យមានការរើសអើងតាមមាត្រា233និងមាត្រា496នៃក្រមព្រហ្មទណ្ឌកម្ពុជាយោងទៅតាមក្រមព្រហ្មទណ្ឌកម្ពុជានេះបទល្មើសគំរាមកំហែងថានឹងសម្លាប់នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី6ខែទៅដល់2ឆ្នាំនិងពិន័យជាទឹកប្រាក់ពី1លានទៅ4លានរៀលចំណែកបទល្មើសមួយទៀតគឺញុះញង់ឲ្យមានការរើសអើងវិញនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាទឹកប្រាក់ពី2លានទៅ6លានរៀលលោកមឿងដុល្លារនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្សបានចាត់ទុកការចោទប្រកាន់របស់តុលាការនេះថាហាក់បីដូចជាធ្ងន់ធ្ងរពេកហើយសម្រាប់យុវជនម្នាក់នេះលោកថាមុនធ្វើការចោទប្រកាន់ណាមួយនោះតុលាការឬក៏អាជ្ញាធរគួរតែពិនិត្យតាមដានបន្តថាតើយុវជននេះមានលទ្ធភាពអាចធ្វើដោយអ្វីដែលគាត់បាននិយាយដែរឬក៏យ៉ាងណានិយាយជារួមទៅលោកមឿងដុល្លារយល់ថាអាជ្ញាធរគួរតែយកយុវជននោះមកអប់រំនិងធ្វើកិច្ចសន្យាកុំឲ្យធ្វើបែបនេះតទៅទៀតជាជាងការដាក់ទោសទណ្ឌដល់រូបគាត់លោកនាយកប្រតិបត្តិរូបនេះបានសង្កត់ធ្ងន់ថាការលើកឡើងរបស់លោកនេះមិនមែនលើកទឹកចិត្តឲ្យយុវជនទៅជេរប្រមាថជីវិតរបស់គេតាមតែអំពើចិត្តនោះឡើយផ្ទុយទៅវិញគឺគួរតែរិះគន់នៅក្នុងនៃស្ថាបនាទើបជាការប្រសើរកីឡាករកីឡាការិនីមកពីប្រទេសប្រមាណ70ប្រទេសកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី21ដែលប្រព្រឹត្តឡើងនៅថ្ងៃទី4ខែធ្នូឆ្នាំ2016ខាងមុខនេះនីអូឈៀនបូរ៉េប្រវត្តិអង្គរក្នុងខេត្តសៀមរាបសូមបញ្ជាក់ថាកម្មវិធីទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី21នេះរៀបចំដោយគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាក្នុងគោលបំណងលើកកម្ពស់សុខភាពសុខុមាលភាពព្រមទាំងធ្វើការប្រមូលមូលនិធិជូនដល់បណ្ដាអង្គការដែលធ្វើការគាំទ្រដល់កុមារដែលជួបការខ្វះខាតនិងជនរងគ្រោះដោយសារគ្រាប់មីនក្នុងប្រទេសកម្ពុជាដែលក្នុងនោះរួមមានមន្ទីរពេទ្យគុណធបុប្ផាមន្ទីរពេទ្យអង្គរនិងកាកបាទក្រហមកម្ពុជាទីភ្នាក់ងារជាតិមុខរបរនឹងការងារនៃគណៈកម្មាធិការជាតិបណ្ដុះបណ្ដាលសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខ្លួនគឺពិព័រណ៍ការងារថ្នាក់ជាតិលើកទី6ឆ្នាំ2016ព្រឹត្តិការណ៍នេះមានរយៈពេល2ថ្ងៃថ្ងៃទី5ទី6ខែវិច្ឆិកាឆ្នាំ2016នៅសាលពិព័រណ៍កោះពេជ្រចាប់ពីម៉ោង8ព្រឹកដល់ម៉ោង8យប់សូមជម្រាបជូនថាយុវជនសិស្សនិងនិស្សិតអ្នកស្វែងរកការងារធ្វើទាំងអស់អាចដាក់ពាក្យដោយផ្ទាល់និងត្រូវបានសម្ភាសជ្រើសរើសភ្លាមដោយក្រុមហ៊ុនសហគ្រាសដែលនឹងតាមបង្ហាញនៅក្នុងបញ្ចូលចំនួន160និងមានមកពីវិស័យសំខាន់ដូចជាធនាគារនិងមីក្រូហិរញ្ញវត្ថុសន្តាគារនិងបដិសណ្ឋារកិច្ចទូរគមនាគមន៍អប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈជាដើមយើងផ្ដើមព័ត៌មានអន្តរជាតិដែលនិយាយពីកុមារនៅអាមេរិក
ទីរួចទើបនឹងកើតគួរតែត្រូវដាក់ឲ្យគេងនៅក្នុងបន្ទប់ជាមួយឪពុកម្ដាយដើម្បីកាត់បន្ថយហានិភ័យនៃការលក់ដំណេកស្លាប់ការដេកស្លាប់ដែលជារូបសញ្ញាមួយនៃមរណភាពរបស់ទារកដោយគ្មានមូលហេតុនេះបើតាមអនុសាសន៍ថ្មីរបស់បណ្ឌិតសភាអាមេរិកផ្នែកកុមារយើងស្ដាប់អៀងសុកមិញគួរតែឲ្យទារកគេងនៅក្នុងបន្ទប់ជាមួយឪពុកម្ដាយយ៉ាងហោចណាស់រហូតដល់អាយុ6ខែឬកាន់តែល្អដល់អាយុ1ឆ្នាំនេះគឺជាអនុសាសន៍ដំបូងថ្មីរបស់បណ្ឌិតសភាកុមារអាមេរិកគិតចាប់តាំងពីឆ្នាំ2011មកស្ដីអំពីការបង្កើតបរិស្ថានដំណេកសុវត្ថិភាពដល់ទារកដោយបានគូបញ្ជាក់បន្ថែមទៀតថាគ្រាន់តែអនុញ្ញាតឲ្យទារកគេងនៅក្នុងបន្ទប់ជាមួយឪពុកម្ដាយប៉ុណ្ណេះហានិភ័យនៃការដេកស្លាប់របស់ទារកដែលគ្មានមូលហេតុបានថយចុះអស់ 50% សូមបញ្ជាក់ថានៅសហរដ្ឋអាមេរិកក្នុងមួយឆ្នាំមានទារកប្រមាណ 3,500 នាក់បានដេកស្លាប់ដោយគ្មានមូលហេតុឬក៏ដោយថប់ដង្ហើមអត្រាទារកស្លាប់បែបនេះបានធ្លាក់ចុះជាដំបូងនៅឆ្នាំ1990នៅពេលដែលអាមេរិកបានបើកយុទ្ធនាការជាតិដើម្បីសន្តិសុខពេលគេងជាមួយនឹងអនុសាសន៍ដាក់ឲ្យគេងផ្ងាគេបានកាត់បន្ថយអត្រាស្លាប់ដោយឥតហេតុបានដល់ទៅ 53% នៅរវាងពីឆ្នាំ1992ដល់ឆ្នាំ2001របាយការណ៍ដដែលនេះក៏បានផ្ដល់អនុសាសន៍បន្ថែមទៀតឲ្យអ្នកជាឪពុកម្ដាយដាក់ទារកឲ្យគេងផ្ងាឬក៏ផ្អៀងនៅលើគ្រែដែលមានផ្ទៃរឹងក្នុងភួយរំដោយហើយជៀសវាងកុំប្រើភួយដណ្ដប់ខ្នើយនិងតុក្កតាដែលអាចធ្វើឲ្យងាយថប់ដង្ហើមឬក៏ឲ្យក្តៅខ្លាំងទារកអាយុពី1ខែទៅ4ខែងាយរងគ្រោះស្លាប់ដោយអត់មូលហេតុជាងគេហើយភួយខ្នើយនិងរបស់របរទន់ល្មើយៗនោះបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់ទារកចាប់ពីអាយុ4ខែឡើងទៅនេះបើតាមការសិក្សាដដែលដោយឡែកសមាគមគ្រូពេទ្យនៃបណ្ឌិតសភាអាមេរិកនេះបានសង្កត់ធ្ងន់អំពីផលប្រយោជន៍នៃការដាក់ទារកកើតភ្លាមឲ្យប៉ះសាច់ម្ដាយពីព្រោះទារកនឹងមានភាពរីករាយខ្លាំងកម្ដៅនៅក្នុងខ្លួនក៏នឹងមានស្ថិរភាពល្អព្រមទាំងអាចចម្លងយកបាក់តេរីល្អៗសំខាន់ពីម្ដាយសម្រាប់ទៅអភិវឌ្ឍប្រព័ន្ធការពារខ្លួនការប៉ះពាល់សាច់ម្ដាយនឹងបានបើកដោះម្ដាយដែលក៏ទំនងជាមានសារៈប្រយោជន៍ខ្លាំងណាស់ក្នុងការការពារកុំឲ្យមានរោគអាឡែហ្ស៊ីនិងរោគដេកស្លាប់ដោយឥតមូលហេតុអូស្ត្រាលីដែលស្ថិតនៅក្នុងចំណោមប្រទេសមាននយោបាយអន្តរប្រវេសន៍ដ៏តឹងរ៉ឹងបំផុតនៅលើពិភពលោកកំពុងតែត្រៀមរឹតបន្តឹងនយោបាយរបស់ខ្លួនបន្ថែមទៀតតាមរយៈគម្រោងធ្វើច្បាប់ហាមឃាត់ជនភៀសខ្លួនខុសច្បាប់មិនឲ្យចូលជន់ដីអូស្ត្រាលីអស់មួយជីវិតអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានបង្ហាញការព្រួយបារម្ភរបស់ពួកគេចំពោះសេចក្តីព្រាងច្បាប់ថ្មីនេះយើងស្ដាប់សេងឌីណាអរិយាពេលជាច្រើនឆ្នាំមកហើយដែលរដ្ឋាភិបាលអូស្ត្រាលីបានប្រកាសសង្គ្រាមប្រឆាំងទៅនឹងលំហូរជនភៀសខ្លួនខុសច្បាប់ដែលបានដាក់ចេញនូវវិធានការដ៏តឹងរ៉ឹងបំផុតវិធានការអស់ទាំងនេះរួមមានដូចជាការដាក់ពង្រាយឆ្មាំសមុទ្រឲ្យរារាំងទូកដឹកជនភៀសខ្លួនមិនឲ្យចូលទៅក្នុងដែនទឹករបស់អូស្ត្រាលីហើយបានរុញច្រានទូកអស់ទាំងនេះឲ្យត្រឡប់ទៅកាន់ដែនទឹកអន្តរជាតិវិញហើយចំពោះជនភៀសខ្លួនទាំងឡាយណាដែលអាចចូលទៅដល់ក្នុងទឹកដីអូស្ត្រាលីហើយនឹងត្រូវបញ្ជូនឲ្យទៅរស់នៅក្នុងជំរំជនភៀសខ្លួនដែលអូស្ត្រាលីបង្កើតឡើងនៅតាមបណ្ដាប្រទេសជាកូនកោះក្បែរនោះដើម្បីរងចាំការពិនិត្យសម្រេចថាតើពួកគេគឺជាជនភៀសខ្លួនពិតប្រាកដមែនឬមិនមែនជនណាដែលមិនត្រូវបានផ្ដល់សិទ្ធិជាជនភៀសខ្លួននឹងត្រូវបណ្ដេញឲ្យទៅប្រទេសកំណើតរបស់ពួកគេវិញចំណែកឯអ្នកដែលត្រូវទទួលបានសិទ្ធិជាជនភៀសខ្លួនស្របតាមអនុសញ្ញាអន្តរជាតិនោះទៀតសោតក៏មិនត្រូវអនុញ្ញាតឲ្យតាំងទីលំនៅក្នុងប្រទេសអូស្ត្រាលីនោះដែរដោយត្រូវបញ្ជូនឲ្យទៅកាន់ប្រទេសទី3ដែលបានចុះកិច្ចព្រមព្រៀងជាមួយនឹងអូស្ត្រាលីរួមមានដូចជាករណីប្រទេសកម្ពុជាជាដើមវិធានការដ៏តឹងរ៉ឹងអស់ទាំងនេះបានធ្វើឲ្យអង្គការសហប្រជាជាតិក៏ដូចជាអង្គការសិទ្ធិមនុស្សជាច្រើនបានធ្វើការរិះគន់ជាប់ជាប្រចាំរួមមកហើយក៏ប៉ុន្តែរដ្ឋាភិបាលក្រុងកងបេរ៉ាមិនត្រឹមតែបន្ធូរតែថែមទាំងរឹតបន្តឹងបន្ថែមទៀតដោយនៅថ្ងៃទៅនេះនាយករដ្ឋមន្ត្រីអូស្ត្រាលីបានប្រកាសប្រាប់អ្នកកាសែតថារដ្ឋាភិបាលរបស់លោកបានធ្វើសេចក្តីព្រាងច្បាប់មួយដែលនឹងត្រូវដាក់ជូនទៅសភាអនុម័តនៅក្នុងពេលឆាប់ៗខាងមុខនេះដោយនៅក្នុងច្បាប់នេះនឹងចែងកំណត់ថាជនភៀសខ្លួនទាំងឡាយណាដែលប៉ុនប៉ងចូលទៅក្នុងប្រទេសអូស្ត្រាលីដែលខុសច្បាប់នឹងត្រូវជាប់ឈ្មោះក្នុងបញ្ជីខ្មៅលែងអាចទទួលទិដ្ឋាការចូលក្នុងទឹកដីអូស្ត្រាលីអស់មួយជីវិតប្រមុខរដ្ឋាភិបាលអូស្ត្រាលីក៏បានបញ្ជាក់បន្ថែមផងដែរថាច្បាប់នេះនៅពេលណាដែលអនុម័តចេញហើយនឹងត្រូវមានសុពលភាពធាក់ថយក្រោយពលគឺមានសុពលភាពចំពោះជនភៀសខ្លួនដែលប៉ុនប៉ងចូលទៅក្នុងប្រទេសអូស្ត្រាលីដែលខុសច្បាប់តាំងពីថ្ងៃទី19ខែកក្កដាឆ្នាំ2013មុនពេលច្បាប់ថ្មីនេះចូលជាធរមានទៅទៀតសម្រាប់រដ្ឋាភិបាលក្រុងកងបេរ៉ាច្បាប់ថ្មីនេះមានគោលដៅប្រយុទ្ធប្រឆាំងទៅនឹងបណ្ដាញជួញដូរមនុស្សខុសច្បាប់ដែលរកស៊ីនាំជនភៀសខ្លួនដែលខុសច្បាប់ចូលទៅក្នុងប្រទេសអូស្ត្រាលីក៏ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានបង្ហាញពីក្តីបារម្ភថាច្បាប់នេះអាចនឹងបង្កផលប៉ះពាល់ទៅដល់ជនភៀសខ្លួនពិតប្រាកដស្របទៅតាមអនុសញ្ញាអន្តរជាតិស្តីពីជនភៀសខ្លួន
តំបន់មូស៊ូលដែលជាមូលដ្ឋានធំរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់បានក្លាយជាសមរភូមិក្តៅអស់រយៈពេល2សប្តាហ៍មកហើយកងទ័ពសម្ព័ន្ធមិត្តដឹកនាំដោយបារាំងនិងអាមេរិកបានជួយកងទ័ពអ៊ីរ៉ាក់ក្នុងការវាយសម្រុកដណ្ដើមយកតំបន់មូស៊ូលពីដៃក្រុមជីហាតអ៊ីស្លាមព្រមគ្នានេះកាលពីថ្ងៃសៅរ៍ទី29 ដុល្លារក្រុមកងកម្លាំងឈីអ៊ីតអ៊ីរ៉ាក់ដែលបានទទួលការគាំទ្រដោយអ៊ីរ៉ង់បានប្រកាសខ្លួនថាក្រុមគេនឹងចូលរួមប្រយុទ្ធនៅតំបន់ភាគខាងលិចមូស៊ូលដើម្បីកាត់ផ្តាច់ផ្លូវឆ្លងកាត់របស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមទីបំផុតទៅបន្ទាប់ពីមានភាពចម្រូងចម្រាសនិងមិនស្របគ្នាក្នុងពេលចរចាកន្លងមកកាណាដានិងសហភាពអឺរ៉ុបបានសម្រេចចាត់ចុះហត្ថលេខាកាលពីរសៀលថ្ងៃអាទិត្យទី30 ដុល្លារលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរួមចុះហត្ថលេខារួចរាល់មែនតែឧបសគ្គនៅមានវែងឆ្ងាយតទៅមុខទៀតទៅនឹងកិច្ចព្រមព្រៀងនេះចូលជាធរមានបានក្រុមអ្នកប្រឆាំងនឹងកិច្ចព្រមព្រៀងនេះដែលបានចាត់ទុកថាសហភាពអឺរ៉ុបបានបន្ទន់ជង្គង់ព្រមខាតប្រយោជន៍ជាច្រើននោះនឹងមិនទាន់បញ្ឈប់ការតវ៉ាត្រឹមនេះទេយើងស្ដាប់មុំពិសីកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរួមរវាងសហភាពអឺរ៉ុបនិងកាណាដាត្រូវបានអ្នកដែលគាំទ្រអួតសរសើរថានេះជាកិច្ចព្រមព្រៀងដ៏ល្អបំផុតដែលសហភាពអឺរ៉ុបមិនដែលបានចុះហត្ថលេខាទេពីមុនមកថ្ងៃអាទិត្យទី30 ដុល្លារលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដាបានធ្វើដំណើរមកដល់ក្រុង Brussels ដើម្បីចុះហត្ថលេខាជាមួយតំណាងសហភាពអឺរ៉ុបមានលោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុបនិងលោក Donald Tusk ប្រធានក្រុមប្រឹក្សាអឺរ៉ុបស្របពេលដែលមេដឹកនាំកាណាដានិងអឺរ៉ុបបានជួបគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សែនស្មុគស្មាញកម្រាស់ 2344 ទំព័រនេះនៅខាងក្រៅឯណោះមានមនុស្សជាច្រើនអ្នកបានមកធ្វើបាតកម្មប្រឆាំងទាមទារឲ្យសហភាពអឺរ៉ុបពិចារណាឡើងវិញមុននឹងចុះហត្ថលេខាសម្រាប់មតិអ្នកប្រឆាំងមួយចំនួនកិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យសហភាពអឺរ៉ុបពលគឺប្រទេសសមាជិកសហភាពអឺរ៉ុបទាំង28ខាតប្រយោជន៍ច្រើនជាងចំណេញជាងនេះទៅទៀតកិច្ចព្រមព្រៀងនេះគ្រាន់តែជាឈ្នាន់សម្រាប់ឲ្យក្រុមហ៊ុនអាមេរិកមួយចំនួនដែលមានសាខានៅកាណាដាដើម្បីមានឱកាសស្រូបយកផលប្រយោជន៍ពីទីផ្សារអឺរ៉ុបតែប៉ុណ្ណោះទោះបញ្ជាក់ថាកិច្ចព្រមព្រៀងសេដ្ឋកិច្ចពាណិជ្ជកម្មសេរីអឺរ៉ុបកាណាដានេះមានចែងជាច្រើនជំពូកដែលជារួមគឺដើម្បីកាត់បន្ថយនូវឧបសគ្គនានារវាងភាគីទាំងពីរដែលអាចរារាំងដល់ការនាំចេញនាំចូលនៃផលិតផលរៀងៗខ្លួនវិស័យទាំងនោះមានដូចជាវិស័យពន្ធដារសេវាសាធារណៈសេវាហិរញ្ញវត្ថុការទទួលស្គាល់ស្តង់ដារទំនិញគ្នាទៅវិញទៅមកការកំណត់វិធានលើការការពារសិទ្ធិលើផលិតផលភូមិសាស្ត្រផ្ដាច់មុខនិងកិច្ចសន្យាទីផ្សារសាធារណៈជាដើមកិច្ចព្រមព្រៀងនេះក៏មានកំណត់ផងដែរនៅនីតិវិធីដោះស្រាយវិវាទពាណិជ្ជកម្មដោយការចរចាដោយប្រទេសសាមីអាចតែងតាំងចៅក្រមឯករាជ្យម្ខាងម្នាក់ថ្នាក់ដឹកនាំអឺរ៉ុបបានខិតខំអះអាងថាតម្លៃនិងគោលការណ៍គ្រឹះនៃទីផ្សារសហភាពអឺរ៉ុបនឹងមិនត្រូវបានបន្ទាបបន្ថោដោយសារកិច្ចព្រមព្រៀងនេះទេលោក Donald Tusk ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានបញ្ជាក់ថាសកលពិភពពាណិជ្ជកម្មនិងការដោះដូរពាណិជ្ជកម្មសេរីគឺការពារយើងទាំងអស់គ្នាគេមិនត្រូវខ្លាចវាទេតែមកពីមនុស្សមួយចំនួនមិនយល់ពីបញ្ហានេះយ៉ាងណាក៏ដោយអ្វីបើកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាមែនពិតតែនៅមានឧបសគ្គជាច្រើនទៀតដែលនឹងមកដល់មុននឹងវាចូលជាធរមានជាដំណាក់កាលដំបូងសហភាពអឺរ៉ុបនឹងត្រូវបោះឆ្នោតទទួលយកនៅដើមឆ្នាំ2017បន្ទាប់មកទៀតតាមច្បាប់កិច្ចព្រមព្រៀងនេះនឹងត្រូវយកទៅដេញដោលដើម្បីផ្ដល់សេចក្ដីបានដោយសហភាពតំបន់និងសហភាពជាតិនៃប្រទេសសមាជិកអឺរ៉ុបសរុបទាំងអស់ចំនួន38សភាដែលការនេះអាចត្រូវការពេលវេលាជាច្រើនឆ្នាំមិនត្រឹមតែប៉ុណ្ណោះចំណុចដ៏សំខាន់នៃកិច្ចព្រមព្រៀងនេះដែលតាក់ទងទៅនឹងនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនោះអាចនឹងត្រូវបានតុលាការយុត្តិធម៌អឺរ៉ុបបដិសេធដោយសារប្រទេសបែលហ្សិកបានធ្វើការស្នើសុំប្រឹក្សាយោបល់វិទ្យុបារាំង RFI ភ្នំពេញ 92 MHz សៀមរាប 92 MHz បាត់ដំបងក្រុងព្រះសីហនុនិងកំពង់ចាម 94.5 MHz លោកស្រីនាងកញ្ញាជាបន្តទៅទៀតលោកអ្នកនាងបានស្ដាប់ដំបូងគឺជានីតិព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃរបស់អេងគឹមផងនិងអត្ថាធិប្បាយអំពីមរណភាពលោកប៉ាន់សវណ្ណប្រៀបដូចជាបិទទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់បន្តមកគឺជានីតិទស្សនៈព្រឹត្តិការណ៍កម្ពុជារបស់អមរជនាដែលនឹងវិភាគពីលោកប៉ាន់សវណ្ណជាតួអង្គសំខាន់នៅក្នុងប្រវត្តិសាស្ត្រខ្មែរសម័យទំនើបបន្តមកទៀតគឺជានីតិទស្សនៈព្រឹត្តិការណ៍ពិភពលោករបស់ប៉ូលីនដាវីតនិងអន្តរាគមពីពលរដ្ឋអាមេរិកចំនួន18លាននាក់បានបោះឆ្នោតមុនថ្ងៃកំណត់បោះឆ្នោតផ្លូវការ
ចំណែកនីតិទស្សនៈសារព័ត៌មាននៅថ្ងៃច័ន្ទនេះគឺជាការរៀបចំជូនដោយសពិសីនិងនៅចុងបញ្ចប់នៃកម្មវិធីព័ត៌មានរបស់យើងគឺជានីតិបទជាការរៀបចំដោយខ្ញុំបាទដែលនិយាយពីស្ថានភាពរបស់អាតហុកក្រោយពេលមន្ត្រីរបស់ខ្លួន4នាក់ត្រូវជាប់ឃុំបណ្ដោះអាសន្នព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃមរណភាពលោកប៉ានសវណ្ណអតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានាំឲ្យមានការសោកស្ដាយយ៉ាងខ្លាំងពីអ្នកនយោបាយអ្នកវិភាគនិងអ្នកនិពន្ធជាដើមសោកស្ដាយដោយសារពួកគេយល់ថាមរណភាពលោកប៉ានសវណ្ណប្រៀបដូចជាការបាត់បង់អាថ៌កំបាំងនៃប្រវត្តិសាស្ត្រមួយដ៏សំខាន់សម្រាប់ពួកគេលោកប៉ានសវណ្ណគឺជាអ្នកនយោបាយមួយរូបដែលដឹងច្បាស់ពីប្រវត្តិសាស្ត្ររំដោះកម្ពុជាចេញពីការគ្រប់គ្រងរបស់វៀតណាមយើងស្ដាប់សេចក្តីរាយការណ៍របស់អេងគឹមហុងលោកកិនភីអនុវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាអ្វីដែលយើងអាចនិយាយបានថាជាការបន្សល់ទុកក្រោយការស្លាប់របស់លោកប៉ានសវណ្ណនេះគឺទីមួយយើងដឹងថាគាត់ជាអតីតកម្មាភិបាលជាន់ខ្ពស់នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាឬក៏គេនិយាយសម័យនោះថាជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីមានថាជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាដូច្នេះគាត់នៅមានរឿងប្រវត្តិសាស្ត្រច្រើនដែលបន្សល់ទុកក្រោយពេលដែលគាត់ស្លាប់ទៅដែលយើងអាចដឹងបានតាមរយៈស្នាដៃរបស់គាត់ដែលគាត់បានសរសេរដូចជាការសម្ភាសរបស់គាត់កន្លងមកជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗប៉ុន្តែរឿងដែលបាត់បង់នោះគឺយើងទីមួយយើងបាត់បង់អតីតកម្មាភិបាលម្នាក់ដែលដឹងរឿងប្រវត្តិសាស្ត្រប៉ុន្តែអាចកំបាំងប្រវត្តិសាស្ត្រមួយចំនួនមិនតាន់ត្រូវបានបាក់ប្រកាយយកមកចងក្រងយកមករៀបចំសម្រាប់កូនខ្មែរចំនួនក្រោយក្នុងការសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅអំពីដំណើរវិវត្តនៃប្រវត្តិសាស្ត្រជាតិយើងបាទលោកស្រីជាវណ្ណាតអ្នកតាមដានសង្គមនិងនយោបាយហាក់ដូចជាថាយើងបាត់បង់ប្រវត្តិពងសាវតារស់ម្នាក់ដែរណាព្រោះអាដាមប៉ែនសវណ្ណលោកបានតែងតែលើកពីប្រវត្តិក្នុងរយៈពេលដែលអ្នកអាជីពអត់ដឹងអត់បានយល់អត់បានស្វែងយល់ហើយក៏ប៉ុន្តែតាមរយៈរូបលោកតែងតែបានស្រាយជូនសាធារណជនជ្រាបអំពីសភាពនៅពេលនោះហេតុការណ៍កើតឡើងយ៉ាងម៉េចហើយរូបលោកដែលជាអ្នកដើរតួនៅក្នុងសម័យនោះបានទទួលបទពិសោធន៍យ៉ាងម៉េចមិនខុសពីលោកស្រីជាវណ្ណាតលោកសូចន្ទថាអ្នកតាមដានសង្គមនិងនយោបាយនិងធ្លាប់ជាអ្នកស្រាវជ្រាវប្រវត្តិលោកប៉ែនសុវណ្ណខ្ញុំមានការសោកស្ដាយដែលលោកជាអ្នកដែលបានតស៊ូរំដោះកម្ពុជាពីរបបខ្មែរក្រហមហើយលោកបានស្លាប់នៅពេលនេះមានន័យថាទី1គឺបាត់បង់នៅអ្នកស្នេហាជាតិមួយរូបទី2គឺលោកបាននាំទៅជាមួយនៅអ្វីដែលជាអាចកំបាំងប្រវត្តិសាស្ត្រមួយចំនួនដែលកូនខ្មែរមិនទាន់ដឹងហើយលោកមិនបានចងក្រងជាពិភពនោះទេលោកប៉ែនសុវណ្ណមានការលះបង់យ៉ាងណាខ្លះដើម្បីរើបំរាស់ពីការរំដោះជាតិចេញពីរបបខ្មែរក្រហមដល់ខ្មៅងងឹតលោកស្រីជាវណ្ណាតតាមដែលលោកមានប្រសាសន៍ហ្នឹងគឺលោកបានជាប់ពន្ធនាគារយ៉ាងយូរយ៉ាងវេទនាដោយសារតែដំកតិលោកស្អីទៅនឹងរបបដឹកនាំជំនាន់ហ្នឹងឃើញថាលោកមានគំនិតស្នេហាជាតិមាតុភូមិនៃប្រទេសកម្ពុជាហ្នឹងខ្ញុំស្ដាប់មើលទៅខ្ញុំយល់ទៅឃើញតែអញ្ចឹងចាលោកសូចន្ទថាការស្រាវជ្រាវរបស់ខ្ញុំអ្វីដែលលោកបានលើកឡើងគឺគាត់បើទោះជាគាត់ត្រូវស្លាប់គាត់ទៅជាប់គុកក៏ដោយក៏ប៉ុន្តែគាត់មិនបំរើបរទេសទេគាត់សុខចិត្តបំរើខ្មែរអញ្ចឹងមានន័យថាមួយជីវិតរបស់គាត់គឺបូជាជីវិតដើម្បីកម្ពុជាយើងដើម្បីខ្មែរខ្ញុំផ្ដល់តម្លៃគាត់ជាវីរបុរសមួយរូបបាទលោកយឹមសុវណ្ណគាត់តស៊ូមុតណាស់គាត់ទ្រាំទ្រការលំបាកគាត់ចោតពន្ធនាគារគាត់ពុះពីឧបសគ្គសពគ្រប់បែបយ៉ាងគាត់ស្មោះត្រង់នឹងប្រទេសជាតិហើយគាត់សុខចិត្តក្រលំបាកខ្លួនគាត់ដើម្បីការពារនៅឧត្តមគតិជាតិរបស់គាត់ក៏ប៉ុន្តែលោកកិនភីអនុវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញផ្សេងយើងមិនច្បាស់ច្រើនអំពីការលះបង់ទេប៉ុន្តែបើយើងសិក្សាអំពីប្រវត្តិរបស់គាត់ធ្លាប់ជាសមាជិកចលនាខ្មែរអក្សរៈតាំងពីឆ្នាំ50ផ្លាយរហូតក្រោយមកទៀតគាត់បានទៅរៀននៅស្រុកវៀតណាមហើយក្លាយទៅជាអ្នកដឹកនាំជាន់ខ្ពស់នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងរយៈពេលខ្លីមួយដូច្នេះតែជាច្រើនគាត់បានធ្វើការលះបង់សម្រាប់ក្នុងដំណាក់កាលដំបូងនៃការបង្កើតនៅរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាប៉ុន្តែ
ក្រោយមកទៀតយើងឃើញថាស្នាដៃរបស់គាត់มันអាចនិយាយថាវាដុំកំភួនសម្រាប់ប្រទេសជាតិបែបណានោះទេពីព្រោះការដែលគាត់ជាប់ពុកគាត់ស្ថិតក្នុងភាពអាតកំបាំងដែរបាទលោកឆៃសុផលអ្នកនិពន្ធសៀវភៅនាយករដ្ឋមន្ត្រីខ្មែរ36រូបជានរណានឹងធ្លាប់បានជួបសម្ភាសន៍លោកប៉ែនសុវណ្ណកាលពីដើមឆ្នាំ2015តាមខ្ញុំធ្វើការស្រាវជ្រាវទៅគឺអ្វីត្បិតតែវៀតណាមយកគាត់ទៅទីក្រុងហាណូយមិនប្រកាសថាដាក់គាត់នៅក្នុងទីឃុំឃាំងងងឹតនោះទេបើតាមការសម្ភាសន៍របស់ខ្ញុំគាត់ក៏បានប្រាប់ដែរថាវៀតណាមបានយកគាត់ទៅដាក់ឃុំឃាំងនៅក្រោមដីងងឹតប៉ុន្តែក្រោយមកគេបានយកគាត់ដាក់នៅក្នុងគេហៅថា under house arrest នៅក្នុងផ្ទះដូច្នេះគាត់មិនអាចចេញចូលទៅណាតើវីរភាពរបស់លោកប៉ែនសុវណ្ណអាចធ្វើជាគំរូដល់អ្នកនយោបាយនាពេលបច្ចុប្បន្ននិងពេលអនាគតដែរឬទេលោកសូចន្ទាខ្ញុំចង់ឃើញអ្នកនយោបាយនៅកម្ពុជាមានការរៀនសូត្រតាមលោកអ៊ុំប៉ែនសុវណ្ណទី1គឺការលះបង់ការតម្កល់ផលប្រយោជន៍ជាតិជាធំជាងផលប្រយោជន៍ផ្ទាល់ខ្លួនមែនទែនទៅលោកប៉ែនសុវណ្ណធ្លាប់ជាអ្នកដឹកនាំមួយរូបនៅពេលអតីតកាលក៏ប៉ុន្តែយើងមើលទៅលោកហាក់ដូចជាមិនមានទ្រព្យសម្បត្តិអីស្ដុកស្ដំទេមានន័យថាលោកលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនក៏ប៉ុន្តែតម្កល់ផលប្រយោជន៍ជាតិជាធំរឿងទី2អ្វីដែលអ្នកនយោបាយអាចរៀនបានគឺទស្សនៈឬក៏ការធ្វើទង្វើផ្សេងៗក្នុងន័យថាតម្កល់ផលប្រយោជន៍ខ្មែរមិនមែនបម្រើបរទេសទេគឺបម្រើខ្មែរហើយធ្វើអ្វីៗគឺដើម្បីខ្មែរចំណុចទី3អ្វីដែលអាចរៀនសូត្របានគឺលោកស្រឡាញ់នៅប្រជាធិបតេយ្យក្រោយមកយើងឃើញហើយនៅពេលដែលគាត់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាមជាប់គុកនៅវៀតណាមគាត់ស្អប់កុម្មុយនីសហើយគាត់ងាកទៅរកអ្វីដែលគេហៅថាជាទស្សនៈប្រជាធិបតេយ្យដែលឲ្យតម្លៃទៅលើការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីសង្គមនោះបាទលោកពេជ្រស្រស់ប្រធានគណៈបកយុវជនកម្ពុជាទី1នៅពេលដែលខ្ញុំមើលប្រវត្តិសាស្ត្រការបាត់បង់លោកប៉ែនសុវណ្ណគឺជាការបាត់បង់បេដាសន្តិភាពនិងគេហៅថាបាត់បង់ជនជាតិនោះដ៏កម្ររកបានដែលគាត់ទាមទារគេហៅថាផ្ដួលរំលំរបបខ្មែរក្រហមបាត់បង់គេថាមនុស្សដែលមានគុណទូទាំងប្រទេសកម្ពុជាមួយអញ្ចឹងយើងគួរសោកស្ដាយបំផុតលោកយឹមសុវណ្ណអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិយើងបាត់បង់នៅអ្នកនយោបាយជាន់ខ្ពស់មួយរូបនៅក្នុងគណៈបកសង្គ្រោះជាតិដែលបានចូលរួមនៅក្នុងគណៈបកសង្គ្រោះជាតិហើយដែលសម័យប្រមូលបានការគ្រប់គ្រងពីប្រជាពលរដ្ឋជាពិសេសគឺគាត់មានវីរភាពពុះពោះណាស់មានសបញ្ញៈជាម្ដងមួយទៀតតែថ្នាក់ដែលជាការដឹកនាំរបស់គាត់ហ្នឹងគឺជាគំរូសម្រាប់ក្មេងជំនាន់ក្រោយក៏ប៉ុន្តែយ៉ាងណាមិញលោកកិនភាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាថាលោកប៉ែនសុវណ្ណមិនទាន់អាចធ្វើជាគំរូដល់អ្នកនយោបាយបានទេខ្ញុំយល់ថាវាមិនទាន់ជាគំរូឬក៏ជាគោលការណ៍ច្បាស់លាស់សម្រាប់អ្នកនយោបាយទេពីព្រោះចំហឬក៏គោលការណ៍នយោបាយរបស់គាត់ខ្ញុំមើលទៅអត់ឃើញជាច្បាស់លាស់អីទេមានគំនិតមួយទេហើយគំនិតនោះដែលកើតចេញពីការអះអាងរបស់គាត់ទៅទៀតដែលថាគាត់មានទស្សនៈប្រឆាំងនឹងដែលការឈានទានរបស់បរទេសគោលនយោបាយវិទ្យានិយមរបស់ប្រទេសជិតខាងប៉ុន្តែជារបៀបនៃសកម្មភាពនោះក្នុងរយៈពេលខ្លីពេកដែលយើងមិនអាចថាតើរបៀបឬក៏គោលការណ៍ដែលគាត់ធ្វើនឹងបែបណាអញ្ចឹងយើងមិនដឹងថាអ្វីដែលជាគំរូអ្វីដែលជាគោលការណ៍ខ្ញុំរកអត់ឃើញលោកឆៃសុផលខ្ញុំគិតថាទោះបីនរណាក៏ដោយទោះបីបច្ចុប្បន្ននេះជាអមិត្តឬក៏ជាសត្រូវអីនឹងគ្នាគួរតែយើងអាហៅសកម្មគ្នាទៅវិញទៅមកហើយគួរតែឈានឱកាសនេះបើមានពេលអាចទៅគោរពវិញ្ញាណក្ខន្ធគាត់ក្នុងនាមជាបុគ្គលសំខាន់ហើយយើងគិតថាអញ្ចេះដោយសារយើងមានគំនិតគិតថាយើងរួបរวมជាតិយើងរួបរวมគ្នាគោរពគ្នាទៅវិញទៅមកយើងត្រូវមានវប្បធម៌មួយដើម្បីជួយបន្តគឺថាកុំឲ្យនាយករដ្ឋមន្ត្រីឬក៏ថ្នាក់ដឹកនាំកម្ពុជារបស់ជាតិស្លាប់ទៅដោយអត់ប្រយោជន៍ទៅផ្ដល់អិសរាជយុះអីដល់គាត់ដើម្បីឲ្យគាត់នឹងឲ្យអ្នកដឹកនាំក្រៅៗនោះមានទឹកចិត្តកន្លងមកនេះនៅក្នុងសិភៅរបស់ខ្ញុំដែលខ្ញុំសរសេរតើនាយករដ្ឋមន្ត្រីខ្មែរ36រូបជាណានាយករដ្ឋមន្ត្រីទាំងអស់បានស្លាប់បាត់បង់ជីវិតអ្នកខ្លះបាត់បង់ជីវិតរត់ដីកប់គ្មានអ្នកខ្លះស្លាប់ចោលឆ្អឹងនៅឯបរទេសមានតែនាយករដ្ឋមន្ត្រី2-3នាក់គត់ដែលគាត់បានទទួលអិសរាជយុះទទួលការគោរពពីរដ្ឋាភិបាលនាពេលបច្ចុប្បន្នប៉ុន្តែនាយករដ្ឋមន្ត្រីដទៃទៀតគឺត្រូវបានគេបំភ្លេចចោលអញ្ចឹងខ្ញុំ
សំណូមពរឲ្យអិសរាជជននយោបាយបច្ចុប្បន្នគួរតែផ្ដល់នៅសេចក្តីគោរពជូនបុគ្គលអាយដាមប៉ែនសវណ្ណក៏ដូចជាមន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀតនៅពេលដែលគាត់ទទួលមរណភាពបាទកម្មវិធីនេះសហការឧបត្ថម្ភដោយ Kem Probiotic ជាផលិតផលធម្មជាតិ 100% មានប្រសិទ្ធភាពខ្ពស់ដល់សុខភាពដូចជាជួយសម្រួលការរំលាយអាហារបំបាត់ stress ធ្វើឲ្យពិសាបាយបានសម្រានលក់ស្រួលនិងបំបាត់ការឈឺសន្លាក់ឆ្អឹងសិក្សានៅសាកលវិទ្យាល័យអាមេរិកភ្នំពេញ AUPP និស្សិតនឹងទទួលបានសញ្ញាបត្រ2មួយបានពី AUPP និងមួយទៀតបានពីសាកលវិទ្យាល័យ Arizona ឬសាកលវិទ្យាល័យ Radford Hay សហរដ្ឋអាមេរិក EasyCom គឺជាសេវាអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជាផ្ដល់ជូនតម្លៃពិសេសពីរមណីយដ្ឋានឋានសុបកោបន្ទប់ស្នាក់នៅត្រឹមតែ$45រួមមានអាហារពេលព្រឹកសម្រាប់មនុស្ស2នាក់និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតព័ត៌មានបន្ថែមសូមតាក់ទងមកកាន់លេខទូរស័ព្ទ088 33 556 08 សាលាអន្តរជាតិអាមេរិក AIS ជាសាលាជំនាញទូទៅខ្មែរដែលផ្ដោតលើគុណភាពវិន័យនិងសេវាកម្ម AIS សាខាម៉ៅសេតុងសាខាទូលគោកនិងសាខាចាក់អង្រែ Sinvenju ជាក្រុមហ៊ុនផលិតកាហ្វេធម្មជាតិលេងកាហ្វេដោយម៉ាស៊ីនប្រូបាតនិងមានតែមួយគត់នៅកម្ពុជានិងសាកលវិទ្យាល័យឯកទេសនៅកម្ពុជា CUS សិក្សាដើម្បីគុណភាពសិក្សាដើម្បីសមត្ថភាពវិជ្ជាជីវៈសិក្សានៅ CUS ទស្សនៈព្រឹត្តិការណ៍កម្ពុជាលោកប៉ែនសវណ្ណអតីតនាយករដ្ឋមន្ត្រីទី1នៃសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាបានទទួលមរណភាពហើយកាលពីវេលាម៉ោង 7:17 នាទីយប់ថ្ងៃសៅរ៍ទី29 តុលាក្នុងជន្មាយុ80ឆ្នាំនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាលោកប៉ែនសវណ្ណបានចូលរួមនៅក្នុងចលនារំដោះជាតិជាច្រើនសម័យមុននឹងត្រូវបានលើកបន្ទប់ជានាយករដ្ឋមន្ត្រីនៅឆ្នាំ1981តើជីវិតរបស់លោកប៉ែនសវណ្ណមានដំណើរយ៉ាងដូចម្តេចខ្លះយើងស្ដាប់អមរជនានៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាលោកប៉ែនសវណ្ណកាន់តំណែងជានាយករដ្ឋមន្ត្រីបានតែប្រមាណ6ខែប៉ុណ្ណោះពលគឺចាប់ពីថ្ងៃទី27ខែមិថុនាដល់ថ្ងៃទី2ធ្នូឆ្នាំ1981លោកត្រូវបានចាប់ខ្លួនដោយជំនាញការវៀតណាមនិងបញ្ជូនទៅឃុំខ្លួននៅប្រទេសវៀតណាមអស់រយៈពេល10ឆ្នាំនិង52ថ្ងៃនៅក្នុងសៀវភៅសុបិននឹងការពិតលោកវ៉ាន់ឌីកអនបានសរសេរថាការដកហូតតំណែងលោកប៉ែនសវណ្ណគឺបណ្ដាលមកពីលោកប្រមាថទីក្រុងហាណូយយ៉ាងខ្លាំងដោយចង់មានទំនាក់ទំនងផ្ទាល់ជាមួយទីក្រុងមូស្គូរំលងក្រុងហាណូយនិងបណ្ដាលមកពីលោកប៉ែនសវណ្ណប៉ុនប៉ងរំដោះកម្ពុជាពីការគៀបសង្កត់របស់វៀតណាមហើយប្រឆាំងនឹងនយោបាយអន្តរប្រវេសន៍វៀតណាមនៅកម្ពុជាប៉ុន្តែសំខាន់ជាងនេះលោកប៉ែនសវណ្ណរបូតពីតំណែងហើយត្រូវគេចាប់ដាក់គុកក៏ព្រោះតែលោកដែលជាអតីតខ្មែរវៀតមិញដណ្ដើមតួនាទីដឹកនាំរបស់ក្រុមខ្មែរក្រហមភូមិភាគបូព៌ាប្រឆាំងនឹងប៉ុលពតដែលគេស្គាល់ថាជាក្រុមលោកជាស៊ីមហេងសំរិននិងហ៊ុនសែនគឺទំនាស់ប្រជែងអំណាចរវាងចរន្តទាំងពីរនេះហើយដែលធ្វើឲ្យវៀតណាមបារម្ភហើយបង្ខំចិត្តកំចាត់ចោលមួយកើតនៅថ្ងៃទី15ខែមេសាឆ្នាំ1936នៅក្នុងឃុំសំរោងស្រុកត្រាំកក់ខេត្តតាកែវលោកប៉ែនសវណ្ណបានឆ្លងកាត់របបនយោបាយខ្មែរជាច្រើនជំនាន់ហើយបានចូលរួមចំណែកជាបន្តបន្ទាប់នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងនោះតាំងពីវ័យត្រឹមតែ15ឆ្នាំកុមារាប៉ែនសវណ្ណបានចូលប្រឡូកនៅក្នុងចលនាខ្មែរអិសរាជដើម្បីតស៊ូរំដោះជាតិចេញពីអាណានិគមនិយមបារាំងក្រោយចលនាតស៊ូប្រឆាំងអាណានិគមបារាំងបញ្ចប់នៅឆ្នាំ1954លោកប៉ែនសវណ្ណត្រូវគេបញ្ជូនទៅបន្តការសិក្សានៅប្រទេសវៀតណាមផ្ដើមចេញពីវគ្គបណ្ដុះបណ្ដាលនីតិហ៊ានរហូតបានចូលសិក្សានៅវិទ្យាស្ថានជាន់ខ្ពស់ផ្នែកនយោបាយនិងសេដ្ឋកិច្ចនៅក្នុងអំឡុងពេលរស់នៅនិងរៀនសូត្រនៅប្រទេសវៀតណាមនោះលោកប៉ែនសវណ្ណមានភរិយានិងមានបុត្រចំនួន3នាក់ស្រី2និងប្រុស1មតិមួយចំនួនបានបញ្ជាក់ថាភរិយារបស់លោកប៉ែនសវណ្ណគឺជាក្មួយស្រីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមប៉ុន្តែនៅក្នុងសៀវភៅនាយករដ្ឋមន្ត្រីខ្មែរទាំង36រូបរបស់លោកឆៃសុផលលោកប៉ែនសវណ្ណបានអះអាងប្រាប់អ្នកនិពន្ធថាភរិយារបស់លោកឈ្មោះកញ្ញាគឺជាជនជាតិខ្មែរកម្ពុជាក្រោមលោកប៉ែនសវណ្ណបានត្រឡប់មកកាន់កម្ពុជាវិញក្រោយរដ្ឋប្រហារថ្ងៃទី18ខែមិនិនាឆ្នាំ1970ដើម្បីចូលរួមជាមួយអង្គការចាត់តាំងខ្មែរក្រហម
ទទួលបន្ទុកការងារព័ត៌មានក្រោមបង្គាប់លោកអៀងសារីប៉ុន្តែដោយសារតែដឹងពីបំណងអាក្រក់របស់ថ្នាក់លើមកលើខ្លួនលោកប៉ែនសវណ្ណបានរត់ត្រឡប់ទៅប្រទេសវៀតណាមវិញនៅឆ្នាំ1974ឆ្នាំ1978ជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងរបបជីវិតរបស់លោកប៉ែនសវណ្ណនិងនៅក្នុងរបបប្រវត្តិសាស្ត្ររបស់កម្ពុជាជាពេលដែលលោកបានជួបជាមួយក្រុមខ្មែរក្រហមនៅភូមិភាគបូព៌ាដែលបះបោរប្រឆាំងនឹងប៉ុលពតដឹកនាំដោយលោកហេងសំរិនលោកជាស៊ីមនិងលោកហ៊ុនសែនលោកប៉ែនសវណ្ណនិងក្រុមខ្មែរក្រហមភូមិភាគបូព៌ាបានបង្កើតរណសេរមួយឈ្មោះថារណសេរសាមគ្គីសង្គ្រោះជាតិកម្ពុជាហើយនៅទីបំផុតរណសេរសាមគ្គីសង្គ្រោះជាតិកម្ពុជាក្រោមការជួយជ្រោមជ្រែងពីវៀតណាមបានវាយរំលំរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី7ខែមករាឆ្នាំ1979លោកប៉ែនសវណ្ណត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីទី1នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានៅថ្ងៃទី27ខែមិថុនាឆ្នាំ1981ប៉ុន្តែលោកត្រូវគេដកហូតតំណែងនៅចុងឆ្នាំដដែលនោះហើយបញ្ជូនទៅឃុំឃាំងនៅប្រទេសវៀតណាមបន្ទាប់ពីជាប់គុកងងឹតនៅប្រទេសវៀតណាមអស់រយៈពេល10ឆ្នាំនិង52ថ្ងៃលោកប៉ែនសវណ្ណត្រូវបានដោះលែងឲ្យត្រឡប់មកកាន់កម្ពុជាវិញនៅថ្ងៃទី25ខែមករាឆ្នាំ1992ដំបូងឡើយលោកបានត្រឡប់មកចូលបម្រើការងារនៅគណៈបកប្រជាជនកម្ពុជាមុននឹងងាកទៅចូលរួមជាមួយគណៈបកជាតិខ្មែររបស់លោកសំរងស៊ីជាបន្តបន្ទាប់លោកប៉ែនសវណ្ណបានផ្លាស់ប្ដូរទ្រនំបង្កើតគណៈបកទ្រទ្រង់ជាតិដើម្បីដឹកនាំដោយខ្លួនឯងនិងក្រោយមកចូលរួមជាមួយគណៈបកសិទ្ធិមនុស្សរបស់លោកកឹមសុខានៅឆ្នាំ2007មុនពេលទទួលមរណភាពលោកប៉ែនសវណ្ណជាតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិប្រចាំខេត្តកំពង់ស្ពឺនៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុបារាំងអន្តរជាតិលោកប៉ែនសវណ្ណបានចាត់ទុកការជាប់ជាតំណាងរាស្ត្រនៅក្នុងអាណត្តិទី5នេះថាជាពេលវេលាចុងក្រោយនៃជីវិតរបស់លោកក្នុងការបម្រើជាតិមាតុភូមិបន្ថែមពីការស្ដាប់វិទ្យុលោកអ្នកនាងអាចចូលទៅអានឬស្ដាប់ការផ្សាយឡើងវិញកម្មវិធីទាំងស្រុងរបស់វិទ្យុបារាំង RFE នៅក្នុងគេហទំព័រ www.khmer.orfi.fr ឬជាភាសាបារាំង www.khmer.rfi.fr ទេសនាព្រឹត្តិការណ៍ពិភពលោកថ្ងៃអង្គារទី8វិច្ឆិកាសប្តាហ៍ក្រោយនេះគឺជាថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិកផ្លូវការនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សហរដ្ឋអាមេរិកនេះថ្ងៃនេះប្រជាពលរដ្ឋអាមេរិកគ្រប់អាយុបោះឆ្នោតនឹងជ្រើសរើសប្រធានាធិបតីថ្មីជំនួសលោកបារ៉ាក់អូបាម៉ាប៉ុន្តែនៅតាមរដ្ឋមួយចំនួនប្រជាពលរដ្ឋមានសិទ្ធិអាចទៅបោះឆ្នោតបានមុនថ្ងៃកំណត់បោះឆ្នោតផ្លូវការហើយនីតិវិធីបោះឆ្នោតពិសេសបែបនេះមានលក្ខណៈខុសគ្នាទៅតាមរដ្ឋនីមួយៗដែលបានអនុម័តការបោះឆ្នោតមុនថ្ងៃកំណត់នេះរដ្ឋខ្លះតម្រូវឲ្យពលរដ្ឋបង្ហាញខ្លួននៅការិយាល័យបោះឆ្នោតរដ្ឋខ្លះទៀតផ្ដល់ជំរឿឲ្យពលរដ្ឋអាចផ្ញើសញ្ញាឆ្នោតតាមប្រៃសណីយ៍តែម្ដងយើងស្ដាប់បទអន្តរាគមន៍របស់ប៉ូលីនដាវីតប្រជាពលរដ្ឋអាមេរិកចំនួន18លាននាក់ហើយបានទៅបោះឆ្នោតមុនថ្ងៃកំណត់ក្នុងចំណោមរដ្ឋចំនួន50ទូទាំងសហរដ្ឋអាមេរិកសប្តាហ៍នេះមានរដ្ឋចំនួន37ដែលបានអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនអាចបោះឆ្នោតបានតាមបែបនេះប៉ុន្តែរយៈពេលបោះឆ្នោតនិងបែបបទនៃការបោះឆ្នោតមុនថ្ងៃកំណត់ពីរដ្ឋមួយទៅរដ្ឋមួយគឺមិនដូចគ្នាឡើយរីឯភាពខុសគ្នានេះគឺអាស្រ័យលើប្រព័ន្ធបោះឆ្នោតនិងប្រព័ន្ធច្បាប់ខុសគ្នានៅតាមរដ្ឋនីមួយៗបើទោះបីយ៉ាងណាក៏ដោយការអនុញ្ញាតឲ្យបោះឆ្នោតមុនថ្ងៃកំណត់នេះមានគោលដៅជំរុញពលរដ្ឋអាមេរិកឲ្យទៅបោះឆ្នោតបានច្រើនកុះករម្យ៉ាងទៀតការបោះឆ្នោតបែបនេះក៏ឲ្យបញ្ជាមិនឲ្យមនុស្សកកស្ទះឬឈររងចាំយូរនៅតាមការិយាល័យបោះឆ្នោតនាថ្ងៃបោះឆ្នោតផ្លូវការយោងតាមការកណនាបានឲ្យដឹងថាជាមធ្យមការបោះឆ្នោតនេះចាប់ផ្ដើមឡើង20ថ្ងៃមុនកាលបរិច្ឆេទផ្លូវការប៉ុន្តែក៏មានរដ្ឋមួយចំនួនតូចដែលផ្ដល់ពេលវេលារហូតដល់45ថ្ងៃដើម្បីឲ្យពលរដ្ឋរបស់ខ្លួនអាចបោះឆ្នោតបានមុនថ្ងៃកំណត់ថ្ងៃបោះឆ្នោតប្រធានាធិបតីផ្លូវការមានតែរដ្ឋអូក្លាហូម៉ាមួយទេដែលទុកពេលតែ3ថ្ងៃប៉ុណ្ណោះពលគឺចន្លោះពីថ្ងៃទី3ដល់ថ្ងៃទី5វិច្ឆិកាក្នុងចំនួនរដ្ឋទាំង37មានរដ្ឋចំនួន34អនុញ្ញាតឲ្យពលរដ្ឋបង្ហាញខ្លួននៅការិយាល័យបោះឆ្នោតហើយមានតែរដ្ឋចំនួន27ប៉ុណ្ណោះដែលបានអនុញ្ញាតឲ្យពលរដ្ឋផ្ញើសញ្ញាឆ្នោតតាមប្រៃសណីយ៍មានរដ្ឋតិចតួចប៉ុណ្ណោះដែលផ្ដល់ជំរឿនទាំងពីរជូនពលរដ្ឋរបស់ខ្លួនហើយក្នុងចំណោមរដ្ឋទាំង37មានរដ្ឋចំនួន20ដែលតម្រូវឲ្យពលរដ្ឋរបស់ខ្លួនបញ្ជាក់ហេតុផលឲ្យបានគ្រប់គ្រាន់ដើម្បីអាចបោះឆ្នោតបានមុនថ្ងៃបោះឆ្នោតផ្លូវការឧទាហរណ៍អ្នកមានភារកិច្ចជាប់រវល់ខានមិនបាននាថ្ងៃបោះឆ្នោតក្នុងនោះមានដូចជាបុគ្គលិកបម្រើការតាមការិយាល័យបោះឆ្នោតបុគ្គលិកក្រុមការងារឃោសនារបស់គណៈបកឬអ្នកជំងឺនៅតាមមន្ទីរពេទ្យជាដើម
រាល់ការបោះឆ្នោតម្ដងគេសង្កេតឃើញចំនួនពលរដ្ឋអាមេរិកទៅបោះឆ្នោតមុនថ្ងៃកំណត់នេះបានកើនឡើងគួរឲ្យកត់សម្គាល់ការបោះឆ្នោតមុនថ្ងៃបោះឆ្នោតផ្លូវការនេះត្រូវបានអនុវត្តជាលើកដំបូងកាលពីឆ្នាំ1992ហើយការបោះឆ្នោតកាលពីឆ្នាំ2012សម្លេងឆ្នោតចំនួន46លានសន្លឹកត្រូវបានបោះឆ្នោតមុនថ្ងៃបរិច្ឆេទចំនួននេះគឺស្មើនឹង 30% នៃសម្លេងឆ្នោតសរុបហើយសម្រាប់ការបោះឆ្នោតឆ្នាំ2016នេះគេបានប៉ាន់ប្រមាណថាចំនួនសន្លឹកឆ្នោតបោះមុនថ្ងៃកំណត់នឹងកើនឡើងខ្ពស់ជាងការបោះឆ្នោតឆ្នាំ2012ការបោះឆ្នោតមុនថ្ងៃកំណត់នេះមានទំនោរខ្លាំងណាស់នៅតាមរដ្ឋយុទ្ធសាស្ត្រចំនួន12ទូយ៉ាងមានដូចជារដ្ឋ Carolina ខាងជើងរដ្ឋ Florida រដ្ឋ Ohio និងរដ្ឋ Nevada ជាដើមរដ្ឋទាំងនោះប្រៀបដូចជាសេចក្តីសង្ឃឹមផ្លាប់រស់សម្រាប់បេក្ខជនប្រទេសប្តីសប្តាហ៍នេះទាំងលោកស្រី Hillary Clinton ទាំងលោក Donald Trump សុទ្ធសឹងតែចាប់អារម្មណ៍លើរដ្ឋយុទ្ធសាស្ត្រទាំង12នោះព្រោះកាលពីឆ្នាំ2012ពាក់កណ្ដាលនៃបរិបទរស់នៅតាមបណ្ដារដ្ឋទាំងនោះបានបោះឆ្នោតមុនថ្ងៃកំណត់ផ្លូវការដូចនេះសម្រាប់បេក្ខជនម្នាក់ៗពួកគេខិតខំឃោសនានៅតាមរដ្ឋទាំងនោះដើម្បីស្វែងរកសម្លេងគាំទ្រឲ្យបានច្រើននៅសហរដ្ឋអាមេរិកគេប្រើពាក្យថា swing state គឺសំដៅទៅលើរដ្ឋទាំងនោះនិយាយឲ្យខ្លីគឺសុទ្ធសឹងតែជារដ្ឋដែលគេពិបាកទស្សន៍ទីលទ្ធផលហើយជារឿយៗលទ្ធផលតែងប្រទីបបន្ទុំគ្នារវាងគណៈបកធំៗទាំងពីរឧទាហរណ៍ឆ្នាំនេះគណៈបកសាធារណរដ្ឋឈ្នះហើយឆ្នាំបោះឆ្នោតលើកក្រោយបែរជាគណៈបកប្រជាធិបតេយ្យឈ្នះវិញនិយាយរួមលទ្ធផលអាចក្របចាក់ពិបាកស្មានដឹងមុនហើយរយៈពេលប្រហែលថ្ងៃចុងក្រោយនេះទាំងលោកស្រី Hillary Clinton ទាំងលោក Donald Trump បានខិតខំបង្ហាញវត្តមាននៅរដ្ឋ Florida នេះក៏ព្រោះតែការបោះឆ្នោតមុនថ្ងៃកំណត់ទើបតែបានចាប់ផ្ដើមនៅរដ្ឋមួយនេះគិតមកដល់ពេលនេះបើយោងតាមលទ្ធផលនៃការស្ទង់មតិច្រើនបានឲ្យដឹងថាលោកស្រី Hillary Clinton កំពុងតែដឹកមុខលោក Donald Trump គូប្រជែងរបស់ខ្លួនកាលពីជាង2សប្តាហ៍មុនលោកស្រី Clinton បានដឹកមុខរហូតដល់ចំនួន12ពិន្ទុធ្វើឲ្យគម្លាតកាន់តែធំរវាងបេក្ខជនទាំងពីរប៉ុន្តែដំណឹងនៅភ្នាក់ផ្អើលមួយកាលពីថ្ងៃសុក្រសប្តាហ៍មុនរបស់ FBI ជុំវិញការប្រកាសបើកការស៊ើបអង្កេតឡើងវិញលើសំណុំរឿងអ៊ីមែលឯកជនរបស់លោកស្រី Hillary Clinton បានធ្វើឲ្យស្ថានភាពប្រែប្រួលហើយការប្រែប្រួលនេះអាចជះឥទ្ធិពលដល់មតិរបស់អ្នកបោះឆ្នោតអាមេរិកយោងតាមការស្ទង់មតិរួមគ្នារបស់ស្ថានីយទូរទស្សន៍ ABC និងសារព័ត៌មាន Washington Post បានដឹងថាបេក្ខជនទាំងពីរកំពុងតែមានសម្លេងប្រកៀកប្រកែកគ្នាតែ2ពិន្ទុប៉ុណ្ណោះលោកស្រី Hillary Clinton ទទួលការគាំទ្រចំនួន 47% ខណៈលោក Donald Trump ទទួលបាន 45%ស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំង RFI ពេលព្រឹកពីម៉ោង 7 ដល់ម៉ោង 8 និងពីម៉ោង 10 កន្លះដល់ម៉ោង 11 ថ្ងៃរសៀលពីម៉ោង 1 ដល់ម៉ោង 2 និងពីម៉ោង 4 កន្លះដល់ម៉ោង 5 និងពេលយប់ពីម៉ោង 7 ដល់ម៉ោង 8 ស្ដាប់វិទ្យុបារាំង RFI ពិភពលោកស្ថិតក្នុងដៃរបស់លោកអ្នកទេសនាសារព័ត៌មាននីតិទស្សនៈសារព័ត៌មាននៅថ្ងៃច័ន្ទរៀបចំជូនដោយសពិសីតើនៅថ្ងៃនេះសារព័ត៌មាននៅក្នុងស្រុកខ្មែរចុះផ្សាយរឿងអ្វីខ្លះសូមអញ្ជើញស្ដាប់ការអធិប្បាយដូចតទៅនៅលើទំព័រមុខនៃកាសែតធំៗនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះសុទ្ធតែបានឲ្យតម្លៃចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាកាសែតភ្នំពេញប៉ុស្តិ៍នៅទំព័រមុខផ្នែកកណ្ដាលតែម្ដងបានឲ្យចំណងជើងនៃរឿងនេះថាសពលោកប៉ែនសវណ្ណក្រុងមកបូជាមុខវត្តបទុមតែមិនទាន់ផ្លូវការអមជាមួយនឹងរូបភាពដូនជាអុជធូបគោរពវិញ្ញាណក្ខន្ធលោកប៉ែនសវណ្ណភ្នំពេញប៉ុស្តិ៍បានសរសេរថាញាតិមិត្តជិតឆ្ងាយប្រមាណជា100នាក់បានប្រមូលផ្ដុំគ្នាជាបន្តបន្ទាប់កាលពីម្សិលមិញមកចូលរួមបុណ្យសពលោកប៉ែនសវណ្ណអតីតសមាជិករដ្ឋសភាមកពីគណៈបកសង្គ្រោះជាតិនិងនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលកំពុងដំកល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់លោកក្នុងខេត្តតាកែវភ្នំពេញប៉ុស្តិ៍ក៏បានឆ្លៀតដកស្រង់សម្ដីលោកស្រីប៉ែនស៊ូណាវ័យ42ឆ្នាំដែលត្រូវជាកូនស្រីរបស់លោកប៉ែនសវណ្ណដោយថ្លែងថាឪពុករបស់លោកស្រីបានធ្វើអ្វីៗគ្រប់បែបយ៉ាងសម្រាប់ប្រទេសជាតិនិងប្រជាជនហើយម្ដាយរបស់លោកស្រីដែលចេញពីលោកគឺចង់ឲ្យលោកសម្រេចបំណងប្រាថ្នាសម្រាប់ប្រទេសជាតិនិយាយពីកាសែតខ្មែរថែមវិញចំពោះប្រធានរឿងដដែលនេះបានឲ្យចំណងជើងថាអតីតនាយករដ្ឋមន្ត្រីកម្ពុជាដំបូងគេក្រោយរបបខ្មែរក្រហមបានទទួលមរណភាពកាសែតដដែលនេះក៏បានរំលឹកពីប្រវត្តិរបស់លោកប៉ែនសវណ្ណជាច្រើនផងដែរស្រដៀងគ្នានេះដែរប្រតិបត្តិ Cambodia Daily វិញបានឲ្យចំណងជើងនៅរឿងនេះថាលោកប៉ែនសវណ្ណជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាទទួលមរណភាពហើយក្នុងវ័យ80ឆ្នាំយើងងាកមកចាប់អារម្មណ៍អត្ថបទមួយផ្សេងទៀតនៅលើទំព័រមុខរបស់កាសែតខ្មែរថែមអ្នកនេសាទសមុទ្រដែលចោលសមុទ្រចាប់ខ្លួនបានមកដល់កម្ពុជាវិញហើយអមជាមួយនឹងរូបភាពអ្នកនេសាទកម្ពុជាដែលរួចខ្លួនពីក្រុមចោលសមុទ្រនៅប្រទេសសូម៉ាលីដោះលែងមកដល់ប្រទេសកម្ពុជាវិញ
ខ្មែរថែមបានសរសេរថាអ្នកនេសាទទាំង4រូបដែលត្រូវបានក្រុមចៅសមុទ្រដោះលែងបានមកដល់ប្រទេសកម្ពុជាវិញកាលពីម្សិលមិញការដោះលែងនេះគឺដោយសារតែមានការសម្របសម្រួលពីអាជ្ញាធរកម្ពុជានេះបើតាមលោកជុំសន្ទ្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកជុំសន្ទ្រីបន្តទៀតថាកម្ពុជាបានសហការជាមួយអាជ្ញាធរហ្វីលីពីនក្នុងការនាំអ្នកនេសាទទាំង4វិលត្រឡប់មកវិញសូមបញ្ជាក់ថាចៅសមុទ្រសូម៉ាលីបានដោះលែងចំណាប់ខ្មាំងជនជាតិអាស៊ីសរុបចំនួន26រូបដែលបានចាប់ខ្លួនអស់រយៈពេល75ឆ្នាំបន្ទាប់ពីបានកាន់កាប់នាវានេសាទរបស់ពួកគេហើយនាវាពាណិជ្ជកម្មចុងក្រោយនេះត្រូវបានរឹបអូសយកបាននៅក្នុងការប្លន់នាវាសមុទ្រយើងងាកមកចាប់អារម្មណ៍អត្ថបទមួយទៀតរបស់ប្រតិបត្តិ Cambodia Daily នៅផ្នែកខាងក្រោមនៃទំព័រមួយរបស់ខ្លួន Cambodia Daily បានឡើងចំណងជើងថាយុវជនម្នាក់ជាប់ឃុំព្រោះប្រមាថជីវិតលោកហ៊ុនសែន Cambodia Daily បានដកស្រង់សម្ដីមន្ត្រីដែលស៊ើបអង្កេតលើករណីនេះថាយុវជនម្នាក់អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល5ឆ្នាំបន្ទាប់ពីទទួលរងការចោទប្រកាន់ពាក់ព័ន្ធនឹងបង្ហោះ Facebook ដែលតាមចោទថាបានគំរាមកំហែងលោកហ៊ុនសែនក្នុងការព្យាយាមញុះញង់ឲ្យមានអំពើហិង្សាប្រឆាំងលោកនាយករដ្ឋមន្ត្រីយ៉ាងណាក៏ដោយមន្ត្រីផ្នែកស៊ើបអង្កេតបានបដិសេធមិនបញ្ជាក់ថាសារដែលបង្ហោះនោះមានខ្លឹមសារយ៉ាងណានោះទេដោយឡែកនិយាយអំពីដំណើរការចុះឈ្មោះបោះឆ្នោតថ្មីវិញភ្នំពេញប៉ុស្តិ៍បានឲ្យចំណងជើងនៃប្រធានរឿងនេះថាចំនួនអ្នកចុះឈ្មោះបោះឆ្នោតធ្លាក់ចុះខ្លាំងភ្នំពេញប៉ុស្តិ៍រាយការណ៍ថាចំនួនអ្នកចុះឈ្មោះបោះឆ្នោតបានធ្លាក់ចុះខ្លាំងប្រមាណថ្ងៃកន្លងមកនេះដែលស្ថិតិបានបង្ហាញឲ្យអង្គការឃ្លាំមើលការបោះឆ្នោតមួយអំពាវនាវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបបង្កើនកិច្ចការរបស់ខ្លួនថែមទៀតភ្នំពេញប៉ុស្តិ៍សរសេរទៀតថាចាប់ពីថ្ងៃពុធដល់ថ្ងៃសៅរ៍សប្តាហ៍មុនការិយាល័យចុះឈ្មោះបោះឆ្នោតរបស់កោជបនៅតាមឃុំសង្កាត់ទូទាំងប្រទេសបានឃើញថាជាមធ្យមគឺមានអ្នកចុះឈ្មោះបោះឆ្នោតក្រោម 49,000 នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃដែលមានន័យថាគឺមានតែពាក់កណ្ដាលតែប៉ុណ្ណោះនៃចំនួនគោលដៅរបស់ខ្លួនខណៈដែលអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតប្រមាណជា3លានអ្នកផ្សេងទៀតនៅមិនទាន់ចុះឈ្មោះនៅឡើយយើងបន្តចាប់អារម្មណ៍អត្ថបទមួយទៀតរបស់កាសែតភ្នំពេញប៉ុស្តិ៍ដដែលនិយាយពីបញ្ហាដីធ្លីភ្នំពេញប៉ុស្តិ៍បានឲ្យចំណងជើងថាពលរដ្ឋបដិសេធចំពោះការដាក់កំហិតទទួលយកបានដីពីសាលារាជធានីអមជាមួយរូបភាពក្រមប្រជាពលរដ្ឋលើកបដាតវ៉ានៅមុខវេទិការៀបចំសន្និសីទកាសែតនៅសង្កាត់ជ្រោយចង្វាកាលពីម្សិលមិញពលរដ្ឋប្រហែលជា40នាក់ដែលមានចំនួនដីធ្លីជាមួយក្រុមហ៊ុន OCIC នៅទីក្រុងរណបជ្រោយចង្វាពីម្សិលមិញបានច្រានចោលអាសន្នវត្តសាលារាជធានីភ្នំពេញដែលដាក់កំហិត2ខែសម្រាប់ការទទួលយកបានគោលនយោបាយ 10% នៃដីរបស់ពួកគេនិងទាមទារឲ្យមានដំណោះស្រាយសមស្របចំពោះអ្វីដែលពួកគេនិយាយថារងគ្រោះពីគម្រោងអភិវឌ្ឍន៍មួយនេះដោយឡែកយើងងាកមកចាប់អារម្មណ៍អត្ថបទមួយផ្សេងទៀតរបស់កាសែតខ្មែរថែមបានឲ្យចំណងជើងថាក្រសួងពាណិជ្ជកម្មពន្លឿនការនាំចេញសន្លឹកថ្នាំជក់ស្ងួតទៅប្រទេសវៀតណាមក្រោមការអនុគ្រោះពន្ធ 0% បន្ទាប់ពីភាគីទាំងពីរសម្រេចកិច្ចព្រមព្រៀងនាំចេញនិងនាំចូលលើទំនិញជិត40មុខទំនិញកាលពីពេលថ្មីៗនេះតាមរយៈកិច្ចព្រមព្រៀងអនុគ្រោះពន្ធ 0% លើការនាំចេញផលិតផលថ្នាំជក់ស្ងួតទៅប្រទេសវៀតណាមកម្ពុជាអាចនាំចេញប្រមាណជា 3,000 តោនក្នុងមួយឆ្នាំដែលមានសុពលភាពរយៈពេល2ឆ្នាំចាប់ពីឆ្នាំ2016និងឆ្នាំ2017ការអនុគ្រោះពន្ធនេះត្រូវបានមន្ត្រីរដ្ឋាភិបាលកម្ពុជានិយាយថាជាការរួមចំណែកបង្កើតទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមនេះបើតាមកាសែតខ្មែរថែមយើងបញ្ចប់ទស្សនៈសារព័ត៌មាននៅថ្ងៃនេះដោយនិយាយពីកាសែតភ្នំពេញប៉ុស្តិ៍ខ្យល់ព្យុះបំផ្លាញផ្ទះ178ខ្នងនៅក្នុងខេត្តកំពង់ស្ពឺផ្ទះឈើប្រាក់សង្កសីនិងផ្ទះទៀមចំនួន178ខ្នងនៅក្នុងឃុំចំនួន5ក្នុងស្រុកបរសេតខេត្តកំពង់ស្ពឺត្រូវបានខ្យល់គួចប៉ោងដំបូលកាលពីយប់ថ្ងៃសៅរ៍ទោះបីជាយ៉ាងណាក៏ដោយបើតាមអាជ្ញាធរខេត្តកំពង់ស្ពឺមិនមានជនរងគ្រោះដល់អាយុជីវិតនោះទេនៅក្នុងហេតុការណ៍ខ្យល់ព្យុះកាលពីយប់ថ្ងៃសៅរ៍នោះព័ត៌មានទាំងនេះអាចអានឬស្ដាប់ឡើងវិញនៅក្នុងគេហទំព័ររបស់យើង www.khmer.rfi.fr បទយកកាគិតមកដល់ពេលនេះគឺមានរយៈពេលជិត200ថ្ងៃហើយដែលមន្ត្រីជាន់ខ្ពស់របស់សមាគមអាត6 4នាក់ត្រូវបានតុលាការចាប់ប្រកាន់និងសម្រេចឃុំខ្លួនម្ដងសនជុំវិញករណីសោកប៉ាន់សាក់សីលើសំណុំរឿងអ្នកនាងខុមច័ន្ទរាវទីហៅស្រីមុំក្រោយពីមន្ត្រីរបស់ខ្លួនជាប់ឃុំនៅពន្ធនាគាររហូតដល់ទៅ4នាក់ហើយសិតសងជាមនុស្សសំខាន់នោះធ្វើឲ្យការងារមួយចំនួនធំត្រូវធ្លាក់ទៅលើមន្ត្រីផ្សេងទៀតជាអ្នកទទួលបន្ទុកជាហេតុធ្វើឲ្យការងាររបស់មន្ត្រីម្នាក់កើនឡើងទ្វេដងទោះបីជាយ៉ាងនេះក្តីមន្ត្រីដែលកំពុងតែធ្វើការនៅការិយាល័យរបស់អាត6មិនមានការអន់ចិត្តក្នុងការធ្វើការងារទ្វេដងនោះទេជាបន្តសូមស្ដាប់បទយកការរៀបចំជូនដោយខ្ញុំបាទដូចតទៅ
នៅខាងមុខការិយាល័យនៃសមាគមនេះខ្ញុំសង្កេតឃើញមានម៉ូតូនិងរថយន្តជាច្រើនគ្រឿងដែលជារបស់មន្ត្រីសមាគមការពារសិទ្ធិមនុស្សមួយនេះឈានជើងចូលក្នុងការិយាល័យដែលជាផ្ទះវិឡាមួយក្នុងនោះគឺមានមនុស្សជាក្រុមធ្វើការក្នុងបន្ទប់រៀងៗខ្លួនដែលពួកគេទាំងនោះកំពុងតែមមាញឹកយ៉ាងខ្លាំងលើការងារការពារសិទ្ធិមនុស្សរបស់ពួកគេអ្វីដែលជារឿងគួរឲ្យចាប់អារម្មណ៍នោះគឺខ្ញុំបានឃើញរូបភាពមនុស្ស4នាក់ដែលជាមន្ត្រីការពារសិទ្ធិមនុស្សរបស់អង្គការត្រូវបានបិទជាប់នៅលើជញ្ជាំងជាមួយនឹងអក្សរពិពណ៌នាពីប្រវត្តិការងាររបស់ពួកគេខណៈដែលពេលនេះពួកគេកំពុងជាប់ឃុំនៅពន្ធនាគារនៅឡើយអ្នកស្រីឆនសុគន្ធាមន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមនេះបានឲ្យដឹងថាយើងមន្ត្រី4នាក់ដែលគាត់កំពុងជាប់ឃុំនៅប្រៃសរដែលយើងហៅថាម1ហើយនិងម2ហ្នឹងគឺមានទី1ឈ្មោះអ្នកស្រីលឹមមនីចាគាត់គឺជាមន្ត្រីជាន់ខ្ពស់ផ្នែកស្ត្រីហើយនិងកុមារចាហើយលោកនីសុខាគាត់គឺជាប្រធានផ្នែកស៊ើបអង្កេតហើយនិងច្បាប់លោកណៃវង្ដាគាត់គឺជាអនុប្រធានផ្នែកស៊ើបអង្កេតនិងលោកនីសុកសានយីសុកសានគឺជាមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅក្នុងពួកគាត់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយក៏ហៅមកសាកសួរកាលពីចុងខែមេសាកន្លងទៅជុំវិញករណីអ្នកនាងខំច័ន្ទរាទីហៅស្រីមុំដែលគេអះអាងថាមានជាប់តាក់ទងស្នេហាជាមួយលោកកឹមសុខាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិក្រោយពីការសាកសួររបស់ ACU ពួកគាត់ត្រូវបានបញ្ជូនខ្លួនមកកាន់សាលាដំបងរាជធានីភ្នំពេញនៅប៉ុន្មានថ្ងៃបន្ទាប់ហើយសាលាដំបងរាជធានីភ្នំពេញបានចោទប្រកាន់ពួកគាត់ពាក់ព័ន្ធនឹងករណីសោកប៉ាន់សាក់សីដែលគេស្គាល់ថាជាអ្នកនាងខំច័ន្ទរាទីមាត្រា548អ្នកសោកប៉ាន់សាក់សីអាចជាប់ទោសពី5ឆ្នាំទៅ10ឆ្នាំរឿងរ៉ាវដែលទើបតែកើតឡើងថ្មីនេះគឺប្រធានរបស់សមាគមនេះតែម្ដងត្រូវបានសាលាដំបងកោះហៅក្នុងនាមជាសាក់សីប៉ុន្តែលោកធុនសារាយប្រធានសមាគមនេះមិនបានចូលខ្លួនតាមការកោះហៅរបស់សាលាដំបងរាជធានីភ្នំពេញនោះទេសូមបញ្ជាក់ថាដំបងឡើយអ្នកនាងខំច័ន្ទរាទីហៅស្រីមុំបានរកការជួយអន្តរាគមន៍ផ្នែកច្បាប់ពីសមាគមនេះក្រោយពេលដែលតុលាការកោះហៅទៅបំភ្លឺនៅតុលាការក្រុងជុំវិញរឿងអាស្រូវទំនាក់ទំនងស្នេហាជាមួយអនុប្រធានគណៈបក្សសង្គ្រោះជាតិសមាគមអាតហុកដែលមានឈ្មោះពេញថាសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍនៅកម្ពុជាត្រូវបានបង្កើតឡើងដោយក្រុមអ្នកទស្សនយោបាយមួយតាមរយៈការស្នើសុំពីអតីតព្រះមហាក្សត្រក្នុងឆ្នាំ1992លុះដល់ថ្ងៃទី19មិថុនាឆ្នាំ1992អាតហុកត្រូវបានបង្កើតឡើងជាផ្លូវការរហូតមកដល់បច្ចុប្បន្នអ្នកទស្សនយោបាយមួយក្រុមណាអញ្ចឹងនៅពេលដែលពួកគាត់ចេញពីពន្ធនាគារហ្នឹងគាត់មានគំនិតមួយនៅក្នុងការបង្កើតស្ថាប័នអាតហុកនឹងឡើងអញ្ចឹងគាត់ស្នើសុំទៅព្រះមហាក្សត្រនៅក្នុងឆ្នាំ1992អញ្ចឹងពេលនោះអតីតព្រះមហាក្សត្រព្រះនរោត្តមសីហនុហ្នឹងគាត់បានធ្វើលិខិតគាត់បានផ្ញើជាលិខិតមួយដើម្បីផ្ញើជូនទៅនាយករដ្ឋមន្ត្រីដើម្បីឲ្យនាយករដ្ឋមន្ត្រីហ្នឹងតើគាត់ពិនិត្យមើលថាតើនៅក្នុងលិខិតហ្នឹងអាត់ហុកមានលក្ខណៈគ្រប់គ្រាន់នៅក្នុងការបើកការបង្កើតអាតហុកឡើងគឺដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជានេះបើតាមអ្នកស្រីឆនសុគន្ធាចាចំពោះសមាគមអាតហុកគឺយើងបង្កើតឡើងនៅក្នុងគោលបំណងជួយឲ្យសង្គមមួយមានការគោរពសិទ្ធិមនុស្សហើយនិងគោរពច្បាប់នៅក្នុងប្រទេសកម្ពុជារឿងដែលមនុស្សមួយចំនួនមិនបានដឹងនោះគឺសមាគមនេះបានរៀបចំការិយាល័យដំបងរបស់ខ្លួននៅក្នុងវត្តសារវ័នបើតាមអ្នកស្រីឆនសុគន្ធាសមាគមនេះក៏បានបន្តពង្រីកខ្លួននៅតាមខេត្តមួយចំនួនទៀតបើទោះបីជាមានការរារាំងក៏ដោយជារបៀបជារត់ពីដែកអីយកមកប្រខាំងមិនឲ្យរារាំងឬហើយនឹងកងរាជអាជ្ញាធរមានសមត្ថកិច្ចមករារាំងមិនឲ្យយើងបើកការិយាល័យតែយើងនៅតែបើកការិយាល័យជំនះនៅក្នុងការសុំច្បាប់ដើម្បីបើកការិយាល័យរបស់យើងបានអាតហុកបានធ្វើការលើផ្នែក3សំខាន់ដែលមានសិទ្ធិមនុស្សផ្នែកច្បាប់និងផ្នែកដីធ្លីនិងធនធានធម្មជាតិធំគឺយើងមានផ្នែកសិទ្ធិមនុស្សហើយនិងផ្នែកច្បាប់អញ្ចឹងនៅក្នុងផ្នែកសិទ្ធិមនុស្សនិងផ្នែកច្បាប់ហ្នឹងគឺយើងទទួលពាក្យបណ្ដឹងហើយនឹងការពារចំពោះជនរងគ្រោះដោយអំពើការរំលោភសិទ្ធិមនុស្សផ្សេងឧទាហរណ៍ត្រូវការធ្វើទរណកម្មឬក៏ការចាប់ខ្លួនដោយខុសច្បាប់
ហើយយើងមានមេធាវីដើម្បីជួយការពារពួកគាត់ឲ្យតែត្រូវនៅក្នុងអាណត្តិការងាររបស់យើងដោយមិនគិតកម្រៃហើយផ្នែកស្ត្រីនិងផ្នែកកុមារគឺយើងមានសកម្មភាពជួយស៊ើបអង្កេតនិងអន្តរាគមន៍ករណីការរំលោភសិទ្ធិមនុស្សសំទោសការរំលោភដល់បំពានខាងផ្លូវពេទ្យដែលយើងហៅថាការរំលោភខ្សែសន្តិវៈអំពើហិង្សានៅក្នុងគ្រួសារហើយនឹងការជួញដូរកម្លាំងពលកម្មក៏ដូចជាការជួញដូរផ្លូវភេទនៅពេលដែលចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនសមាគមនេះតែងជួបនឹងបញ្ហាមួយចំនួនដែលកើតចេញពីអាជ្ញាធរមូលដ្ឋានជាក់ស្ដែងដូចជាការរៀបចំវេទិកានៅតាមមូលដ្ឋានជាដើមនេះបើតាមអ្នកស្រីឈនសុគន្ធាបើទោះបីជាជួបបញ្ហាក្តីប៉ុន្តែនៅក្នុងមួយឆ្នាំសមាគមនេះបានជួយមនុស្សដែលជួបប្រទះការលំបាកឬការរំលោភបំពានសិទ្ធិមនុស្សប្រមាណជាង 1000 នាក់ផ្នែកមួយទៀតគឺផ្នែកដីធ្លីនិងធនធានធម្មជាតិអញ្ចឹងខាងអាត់ហុកក៏ស៊ើបអង្កេតទៅលើករណីការរំលោភបំពានពីសំណាក់មន្ត្រីឬក៏អ្នកមានអំណាចទៅលើប្រជាពលរដ្ឋដែលទុនខ្សោយនៅពាក់កណ្ដាលឆ្នាំ 2016 នេះពលគឺក្រោយពេលដែលមន្ត្រីទាំង4របស់សមាគមនេះត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារនោះការងារមួយចំនួនត្រូវបានធ្លាក់ទៅលើមន្ត្រីផ្សេងៗទៀតហើយដូច្នេះហើយបុគ្គលិករបស់សមាគមបានទទួលការងារទ្វេដងក្រោយពេលដែលពួកគាត់ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារព្រៃសរហ្នឹងគឺការងាររបស់ពួកគាត់ហ្នឹងគ្នាយើងដែលនៅខាងក្រៅហ្នឹងគឺជាអ្នកទ្រជំនួសពួកគាត់ចាយើងអត់មានធ្វើការជ្រើសរើសបុគ្គលិកបន្ថែមទេដោយសារប្រាក់បៀវត្សរបស់ពួកគាត់យើងនៅតែជួយគ្រប់គ្រងអញ្ចឹងបើសិនជាយើងរើសបុគ្គលិកមកបន្ថែមទៀតយើងអត់មានចំណុចនេះហើយតម្រូវឲ្យក្រុមការងារឬមន្ត្រីក្នុងសមាគមនេះត្រូវមកធ្វើការងារនៅថ្ងៃសៅរ៍អាទិត្យបន្តទៀតដើម្បីឲ្យការងារទាំងនោះរួចរាល់ទៅតាមពេលវេលាកំណត់បើទោះបីជាមន្ត្រីជាន់ខ្ពស់របស់អាត64នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នក្តីហើយមិនអាចបម្រើការងារប៉ុន្តែសមាគមនៅតែបន្តរក្សាប្រាក់បៀវត្សសម្រាប់ពួកគាត់ជានិច្ចបច្ចុប្បន្ននេះសមាគមអាត6នៅតែធ្វើការតស៊ូមតិហើយរំពឹងលើយន្តការរបស់អន្តរជាតិដើម្បីឲ្យមានការដោះលែងមន្ត្រីអាត6ទាំង4ទន្ទឹមនឹងនេះក្រុមការងារក៏ដូចជាមន្ត្រីរបស់អាត6ដែលកំពុងធ្វើការងារតែងតែដាក់វេនគ្នាដើម្បីជួបមន្ត្រីទាំង4ដែលជាប់ឃុំនៅពន្ធនាគារធ្វើការតស៊ូមតិក៏ដូចជាការអន្តរាគមន៍ផ្សេងពីសំណាក់អង្គការជាតិអង្គការអន្តរជាតិនិងអង្គការធំផ្សេងជាពិសេសយើងរំពឹងទៅលើយន្តការរបស់អន្តរជាតិដោយថ្មីនេះលោកស្រី Rona Smith ដែលគាត់ជាតំណាងពិសេសរបស់អង្គការសហជីវជាតិគាត់បានអញ្ជើញមកប្រទេសកម្ពុជាដើម្បីសិក្សាស្វែងយល់អំពីស្ថានភាពក៏មានដែរការបង្កើតយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅរបស់សង្គមស៊ីវិលដែលទាមទារឲ្យមានការដោះលែងមន្ត្រីអាត6និងមន្ត្រីកោជបម្នាក់គឺលោកនីចរិយាខ្ញុំផ្ទាល់ខ្ញុំនៅតែមានសង្ឃឹមថាទាំងជាតិទាំងអន្តរជាតិនឹងជួយស្វែងរកយុត្តិធម៌សម្រាប់បុគ្គលិកអាត់64នាក់ដែលកំពុងតែជាប់ពន្ធនាគារស្ដាប់ព័ត៌មានទាន់ហេតុការណ៍របស់វិទ្យុបារាំង RFI 1ម៉ោងម្ដងពេលព្រឹកនៅម៉ោង 8:30 នាទីម៉ោង 9:30 នាទីម៉ោង 10:30 នាទីនិងម៉ោង 11:30 នាទីថ្ងៃរសៀលនៅម៉ោង 2:30 នាទីម៉ោង 3:30 នាទីម៉ោង 4:30 នាទីនិងម៉ោង 5:30 នាទីស្ដាប់វិទ្យុបារាំង RFI ពិភពលោកស្ថិតនៅក្នុងដៃរបស់លោកអ្នកលោកស្រីនាងកញ្ញាកម្មវិធីព័ត៌មានសម្រាប់ព្រឹកនេះបានឈានមកដល់ទីបញ្ចប់ហើយខ្ញុំសូមអរគុណដល់ភក្ដីភាពរបស់លោកអ្នកនាងដែលបានតាមដានស្ដាប់កម្មវិធីព័ត៌មានរបស់យើងតាំងពីដើមរហូតដល់ចប់ចាប់ពីវេលាម៉ោង 8 ព្រឹកនេះតទៅគឺជាព័ត៌មានភាសាបារាំងចំណែកនៅវេលាម៉ោង 8:30 នាទីគឺជានីតិព័ត៌មានខ្លីជាកាមេរ៉ាភាសាអរគុណវិសាលដែលបានជួយបញ្ជាផ្នែកបច្ចេកទេសនៅពេលនេះខ្ញុំបាទភិរៈព្រមទាំងសហការីទាំងអស់នៃវិទ្យុបារាំងសូមអរគុណសូមជម្រាបលា